ហើយសម្រាប់ការ present របស់ក្រុមនេះខ្ញុំមាន4ចំណុចដែលចំណុចទី1គឺ override BMS system ចំណុចនេះផងដែរគឺបង្ហាញយើងអំពីថា BMS system គឺជាអ្វីនិងតួនាទីរបស់ BMS system និងចំណុចទី2override chiller system ចំណុចនេះផងដែរគឺក្រុមនេះខ្ញុំនឹងបង្ហាញថាអ្វីទៅជា chiller system និងតួនាទីនិងដំណើរការរបស់ chiller system នៅចំណុចទី3គឺ system design product ដែលចំណុចនេះផងដែរនឹងបង្ហាញអំពីរបៀប set និងជ្រើសរើស controller ដូចជា sensor និង flow rate និងដំណើរការរបស់ ALU និង ICU និងចំណុចចុងក្រោយគេគឺ conclusion និងគឺចំណុចសន្និដ្ឋាននេះគឺជាការបង្ហាញនៅចំណុចទី1គឺ override of BMS system ពាក្យ BMS system គឺពាក្យពេញមានពាក្យពេញ building management system ហើយ BMS គឺជា system មួយដែលអាច control ជាមួយនឹង system ជាច្រើននៅក្នុងអគារដូចជា HVAC system CCTV system និង access control lighting system generator escalator និង energy meter elevator ហើយ BMS ក៏អាច control ជាមួយនឹង system ជាច្រើនទៀតដែរដូចជា plumbing system fire alarm system និយាយរួមគឺ BMS system ហ្នឹងគឺអាច control បានច្រើន system ចំណុចខាងលើហ្នឹងគ្រាន់តែជា system មួយចំនួនតែប៉ុណ្ណោះចំណុចនេះផងដែរខ្ញុំសូមបង្ហាញអំពីlevel របស់ BMS system នៅក្នុង BMS system ហ្នឹងគេបែងចែកជា3 level ដែល level ទី1ហ្នឹងគឺ management level ចំណុចនេះផងដែរគឺវាមានជាមួយនឹង BACnet IP web browser និង printer ផ្នែកនេះផងដែរគឺជាផ្នែកមួយសម្រាប់វិស្វករនិងអ្នកជំនាញដើម្បីបង្ហាញ graphic សម្រាប់ត្រួតពិនិត្យប្រព័ន្ធឬក៏ system ដំណើរការរបស់ system នីមួយៗហើយនឹងចំណុចទី2គឺ automation level automation level គឺជា level មួយដែល control ដែលហៅថាជា level controller ដែលមានដូចជា BACnet chiller Modbus access security lighting control power monitor PLC មានច្រើនទៀតហើយផ្នែកនេះនឹងបង្ហាញអំពី BMS router និង main controller connection នៅក្នុងអគារនៅ BMS device ជាមួយនឹង BMS device ហើយចំណុចទី3គឺចំណុចចុងក្រោយគឺគេហៅថា field level គឺជាចំណុចចុងក្រោយគេហ្នឹងគឺចំណុចទី3ហ្នឹងគឺជាចំណុចដែលបង្ហាញអំពីរបៀប controller connection របស់ field system ជាមួយនឹង sensor ជាមួយនឹង actuator ជាមួយនឹង
monitor ឬក៏ control ជាមួយនឹងឧបករណ៍ផ្សេងចាលោកគ្រូលោកខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមបន្តទៅមិត្តភ័ក្តិខ្ញុំទៀតសួស្តីលោកគ្រូខ្ញុំបានសូមធ្វើការ present បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំសមាជិកទី1ធីមសូមជួយឆែក microphone យើងណានិយាយដល់ខ្ញុំស្ដាប់អត់បាននេះគឺសូរ៉ែមែនទេ microphone របស់យើងប្រើបីបែបគឺយើងអាចប្រើកុំព្យូទ័ររបស់ពូម៉ាក់យើងមិញយើងទៅជុំគ្នាថតប្រើកុំព្យូទ័រតែមួយក៏បានដែរណាបើចាំបដូរនេះណាបដូរតែមនុស្សបានហើយអូខេពួកខ្ញុំឃើញសួស្តីលោកគ្រូស្ដាប់ឮលោកគ្រូអូខេតោះអាចចាប់ដើមបានហើយបាទខ្ញុំបាទឈ្មោះទីមិនខេមសូមធ្វើការ present បន្ទាប់ពីមិត្តភ័ក្តិរបស់ខ្ញុំតាក់ទងជាមួយនឹងតាក់ទងជាមួយនឹង BMS Communication Protocol អញ្ចឹងយើងដឹងហើយថាប្រព័ន្ធ BMS ហ្នឹងវាត្រូវបានផ្សំឡើងពី device ជាច្រើនរួមចូលគ្នាដែលមានដូចជា controller មាន sensor មាន actuator អញ្ចឹងសួរថា device ទាំងអស់ហ្នឹងវាអាចទំនាក់ទំនងគ្នាដោយរបៀបណាអញ្ចឹងតើមួយ device ទាំងអស់ហ្នឹងវាអាចទំនាក់ទំនងគ្នាដោយវាប្រើ communication protocol អញ្ចឹងតើជាមួយនឹង BMS communication protocol ហ្នឹងគឺវាមានច្រើនប្រភេទដូចជា M-Bus Modbus មាន C-Bus ហើយនឹង Net Busnet អញ្ចឹងថ្ងៃនេះដែរខ្ញុំបានសូមលើកយកតែពីរយកមកសិក្សាទេទី1គឺ Busnet ហើយនឹងទី2គឺ Modbus អញ្ចឹងយើងចូលទៅកាន់Busnet Communication Protocol អញ្ចឹងតើ Busnet Communication Protocol នេះវាជាអ្វីវាមកពីពាក្យពេញថា Building Automation and Control Network វាត្រូវបានដាក់ឲ្យប្រើប្រាស់ជា public ដោយ ASIA ហើយវាធ្វើការនៅលើ layer ទាំង4របស់ OIS layer ដែលមានដូចជា physical layer ដែលជា layer ទី1មាន data layer ដែលជា layer ទី2ហើយនិង network layer ដែលជា layer ទី3ហើយនិង application layer អញ្ចឹង physical layer គឺជា layer មួយដែលវាអនុញ្ញាតឲ្យ Busnet ធ្វើចរាចរណ៍ទៅលើ network ផ្សេងៗទៀតបានដោយប្រើប្រាស់ROC net OS 485ហើយនិង OS 232ចំពោះ data link layer គឺជា layer មួយដែលអនុញ្ញាតឲ្យ Busnet ធ្វើចរាចរណ៍ដោយផ្ទាល់ទៅកាន់ដោយប្រើប្រាស់ launch talk ដោយផ្អែកទៅលើ P2P ដែលយើងហៅថា point to point ដោយវាប្រើប្រាស់ connection OS 232ហើយវាប្រើប្រាស់ MCTP ដោយប្រើប្រាស់ connection OS 485ហើយចំពោះ network layer គឺជា layer មួយដែលទទួលខុសត្រូវទទួលយករាល់ទម្រង់បែបបទឬក៏ farm ពី data link layer ហើយបញ្ជូនទៅកាន់ទីតាំងណាមួយទៅតាម address ដែលមាននៅក្នុង data link layer ហ្នឹងដែលមាននៅក្នុងទម្រង់បែបបទហ្នឹងហើយចំពោះ layer ចុងក្រោយគឺ application layer ដែលជា layer ទី7របស់ OSI layer
គឺជា layer មួយដែលយើងតែងតែឃើញទូទៅដែលវាមានដូចជា web browser មានដូចជា Google Chrome មាន Safari មាន Firefox ជាដើមហើយនឹងមាន application ជាច្រើនទៀតដូចជាមាន Sky មានOutlet ហើយនឹង Office អញ្ចឹងយើងទៅកាន់protocol មួយទៀតគឺ Modbus Communication Protocol ដែល Modbus Communication Protocol នេះគឺវាធ្វើការនៅលើ layer ទី7របស់ OIS ដែរអញ្ចឹងតួនាទីរបស់វាគឺបញ្ជូនសារពី master ទៅកាន់ slave ហើយនឹង slave ទៅកាន់ master វិញអញ្ចឹងសារដែលបញ្ជូននោះគឺវាមានត្រូវមាន4ចំណុចធំគឺ slave address មាន function code មាន data code ហើយនឹង COC error check អញ្ចឹង slave address នេះតួនាទីរបស់វាគឺស្វែងរកslave ណាមួយដែលវាជាអ្នកទទួលខុសត្រូវជាឧទាហរណ៍ដូចជាយើងមាន slave ចំនួន4នេះអញ្ចឹង slave នីមួយៗគឺវាមានតួនាទីមាន address របស់វាឧទាហរណ៍អានេះយើងសេដាក់01នេះ02 03 04អញ្ចឹងនៅពេលដែល master បញ្ជូន message មកវានឹងបញ្ជូនទៅកាន់ slave ទាំង4ហ្នឹងប៉ុន្តែអ្នកដែលទទួលខុសត្រូវគឺឧទាហរណ៍ថាយើងបញ្ជូន02មកអញ្ចឹងអ្នកទទួលខុសត្រូវគឺអា PRC 02នេះអញ្ចឹងអាផ្សេងទៀតគឺវាអត់ responsible ត្រឡប់ទៅកាន់ master វិញទេហើយចំពោះ function code ហើយនឹង data វាគឺជា protocol ដែល data unit ឬយើងហៅថា PDU ហើយចំពោះ COC error check នេះវាក៏ជាការ check error ត្រឡប់ទៅវិញទេអញ្ចឹងចំពោះការ present ចាក់តងពីការ overview នៃប្រព័ន្ធ DMS ខ្ញុំសូមធ្វើការបញ្ចប់ត្រឹមហ្នឹងយើងទៅធ្វើការ overview ទាក់ទងជាមួយនឹង chiller system វិញម្ដងអញ្ចឹង chiller system គឺវាមាន2ប្រភេទទី1គឺ water cool chiller system ហើយនិងទី2គឺ air cool chiller system អញ្ចឹងយើងថ្ងៃនេះយើងសិក្សាតែពី water cool chiller system ទេអញ្ចឹងទាំងនេះគឺជាដំណើរការហើយនឹង component សំខាន់របស់ water cool chiller system វាមានដូចជា cooling tower ដែលវាមានតួនាទីសម្រាប់បញ្ចុះសីតុណ្ហភាពអញ្ចឹងសីតុណ្ហភាពដែលបញ្ចុះគឺវាមានគឺបញ្ចុះបានតិចទេគឺវាប្រើប្រាស់កង្ហារដើម្បីបញ្ចុះឧទាហរណ៍ដូចក្នុងរូបនេះអញ្ចឹងគឺទឹកចូល37អង្សាសេចេញវិញទៅ32ទេអញ្ចឹងវាបញ្ជូនបន្ទាប់ទៅកាន់ chiller unit ដែល chiller unit តួនាទីរបស់វាគឺបញ្ចុះសីតុណ្ហភាពឲ្យត្រជាក់ហើយទើបវាបញ្ជូនទៅកាន់ component បន្តទៀតដូចជា fan cool unit ហើយនិង AU unit អញ្ចឹងនៅ slide បន្ទាប់មិត្តភ័ក្តិរបស់ខ្ញុំគាត់នឹងធ្វើការ present ឲ្យលម្អិតទៅទៀតទាក់ទងជាមួយ component នីមួយៗអញ្ចឹងការ present របស់ខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណនឹងអីជំរាបសួរលោកគ្រូហើយនឹងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាលោកតោះលឺខ្ញុំតែខ្ញុំស្ដាប់បានទេអាចនិយាយបានបាទលោកគ្រូនឹងឲ្យចូលដល់ slide បន្ទាប់ខ្ញុំមកដល់ឈ្មោះ non planet ខ្ញុំត្រូវនិយាយបន្ទាប់ពី main game មិត្តភ័ក្តិរបស់ខ្ញុំនៅក្នុងក្រុមហ្នឹងហើយនឹងឲ្យខ្ញុំត្រូវនិយាយអំពី cooling tower តកតងជាមួយនឹង cooling tower ហ្នឹងវាគឺជាឧបករណ៍មួយប្រភេទដែលគេប្រើសម្រាប់ទាញយកកម្ដៅដែល steam ដោយទឹកហ្នឹងឲ្យទៅជាឲ្យនៅក្នុងសីតុណ្ហភាពមួយទាបដើម្បី supply ទៅ chiller system គេទៅ cooling tower ហើយបន្តមកទៀតទៅមួយchiller វិញគឺជាប្រភេទនៃម៉ាស៊ីនដែលគេប្រើប្រាស់សម្រាប់បញ្ចុះសីតុណ្ហភាពនៅក្នុងអគាររបស់យើងទាំងមូល
ហើយ chiller ហ្នឹងវាមាន component 4សំខាន់ក្នុងហ្នឹងទី1 compressor ទី2 condenser ទី3 expansion device ហើយនឹងevaporator ហើយចំពោះ compressor វិញដំណើរការធ្លាក់កុំព្យូទ័រដែរcompressor គឺវាដំណើរការរបស់វាគឺសម្រាប់generate ភាពត្រជាក់នៅក្នុង chiller ហ្នឹងដោយប្រើប្រាស់ gas ហើយ compressor គឺត្រូវបានវាត្រូវបានរុញ gas ទៅនៅក្នុងcircuit chiller ហ្នឹងហើយមួយទៀតវិញតទៅមួយ condenser វិញគឺវាមានទីក្នុងការបញ្ចុះសីតុណ្ហភាពហើយនឹងបញ្ចុះសីតុណ្ហភាពពីសីតុណ្ហភាពខ្ពស់មកឲ្យទៅជាសីតុណ្ហភាពទាបវិញហើយនឹងវាអាចធ្វើឲ្យមានខ្យល់ត្រជាក់ក្នុងប្រព័ន្ធ chiller ហ្នឹងហើយតទៅមក expansion device វាមានដូចជាវ៉ានមានដូចជាឧបករណ៍សម្រាប់បើកទឹកបើកអីផ្សេងៗដើម្បីឲ្យ system chiller ហ្នឹងវាដំណើរការតទៅមក evaporator វិញវាត្រូវបានវាក្នុងវាធ្វើឲ្យកម្ដៅនៅក្នុងកន្លែងហ្នឹងវាប្រែប្រួលហ្នឹងហើយហើយបន្ទាប់មកទៀតសូមចូលទៅដល់air handling unit ដែលយើងហៅថា AHU AHU ហ្នឹងវាត្រូវបានវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធជំរុញខ្យល់នៅក្នុង chiller system នោះផងដែរហើយវាត្រូវបានយើងខ្សោយស្មើនឹងអាឡូលឺកងលឺច្បាស់ហេតោះខ្ញុំដាក់ជាប់មាត់នេះលោកគ្រូគាត់ថាអត់ដឹងថាម៉េចទេណាវាអ៊ីនធឺណិតឬមួយក៏ម៉េចទេលោកគ្រូឥឡូវលោកគ្រូច្បាស់តែលោកគ្រូហ្នឹងហើយទីប៉ុណ្ណឹងទៅបាទតាក់ទងមួយទៀតវិញគឺ air handling unit ដែលយើងហៅថា AHU វាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការជំរុញខ្យល់នៅក្នុងអគារហើយ AHU ហ្នឹងវាត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងអគារពាណិជ្ជកម្មមន្ទីរពេទ្យផ្សារទំនើបហើយនឹងរោងចក្រសហគ្រាសហើយមួយទៀតវិញតាក់ទងជាមួយនឹង ICU ហ្នឹងវាគឺជាប្រភេទកង្ហារដែលវា stand by នៅខាងក្រៅអគារដើម្បីស្រូបយកខ្យល់ក្តៅនៅក្នុងអគារចេញមកក្រៅបរិយាកាសដើម្បីឲ្យ chiller supply ខ្យល់ត្រជាក់ទៅវិញនឹងហើយslide ខ្ញុំចប់ត្រឹមហ្នឹងហើយទៅចូលដល់មិត្តភ័ក្ដិខ្ញុំម្នាក់ទៀតគាត់ត្រូវ presentation តពីខ្ញុំអរគុណជម្រាបលាហ្នឹងហើយបន្តមកទៀតដូចជាកុសលជួយនេះផងព្រោះគាត់អត់នៅណែផងមិនអីកុសលហើយប៉ានីនខ្ញុំលឺដល់ប៉ានីនហ្នឹងហើយស្លាយបន្តទៀតហើយមានដែរកុសលឯងអាច share screen និយាយបានទេព្រោះកុសលឯងនៅឆ្ងាយពីគេផងអត់ទេចង់និយាយថា slide បន្ទាប់មានទេអូមានអូអញ្ចឹងហ្នឹងណែអត់អីចាំគាត់មកអរគុណសួស្តីលោកគ្រូខ្ញុំឈ្មោះរឿងមានជួយតម្លើងសលេងនេះណានិយាយអត់សូវលឺទេស ួស្តីលោកគ្រូលឺអត់លោកគ្រូហេតុតោះចំណុច
nhom chmua rươn miên nhom hiệp họp bây giờ nói chỉ mỗi cứ create only nắng bên này tha dân thầu vô data một khang một bị khang mechanic thì họ dân và dụ muối ta dân thầu vẽ sensor với class trong pu chỉ nói chi phí device selection cứ vậy là dân thối cứ sai đâu mechanic đấy tha ta data là dân vô một bị khang mechanic nắngประมาณ Pascal ដែល mechanic ឲ្យដែល supply ទៅឲ្យ AU ជួយ check មើល slide របស់យើងមើលនិយាយត្រូវ slide អូឡំ load បាទលោកគ្រូឧទាហរណ៍ថាសូមនិយាយសាមួយពោះ device selection គឺអ្វីដែលយើងធ្វើអាស្រ័យនឹង mechanic ថា data ដែលយើងយកពីខាង mechanic មកហ្នឹងប្រមាណ Pascal ដែល supply ទៅឲ្យ AU ប៉ុន្តែប្រមាណ Pascal អញ្ចឹងឧទាហរណ៍ដូច100 Pascal ឬ90 Pascal អញ្ចឹងតើយើងត្រូវ select ចន្លោះ rank ណាឧទាហរណ៍នោះសូមឧទាហរណ៍កន្លែងនេះឧទាហរណ៍100 Pascal ឬក៏0ដល់80 90 Pascal អញ្ចឹងយើងត្រូវ select rank ចន្លោះដឹងតាប៉ុន្តែឲ្យគាត់មើលឡើងនេះសិនយើងត្រូវ select rank ចន្លោះនេះហើយបើសិនបើវាក្រោមហ្នឹងបានន័យថា sensor វាអត់ស្គាល់ទេហើយលើសហ្នឹងក៏អត់ស្គាល់ដែរអញ្ចឹងយើងត្រូវមើលថា rank វាហ្នឹងប្រភេទណាអញ្ចឹងនេះប្រភេទយើងត្រូវយក0ទៅ10 DC ចំពោះdata connection ហ្នឹងខ្ញុំអត់សូវច្បាស់ទេលោកគ្រូខ្ញុំទុកឲ្យពួកម៉ាក់ខ្ញុំរៀបរាប់ចំណុចហ្នឹងហើយខ្ញុំរៀបរាប់ចំណុចនេះមួយទៀតគឺ create point list create point list ហ្នឹងដើម្បី select sensor controller យើងត្រូវយល់ពីប្រភេទdigital output digital input analog output analog input អញ្ចឹងយើងត្រូវស្គាល់ថា analog គឺវាពី0ទៅ10 volt ឬក៏ពី4ទៅមីលីអាំពែប៉ុន្តែជាទូទៅគេប្រើវាតែប៉ុណ្្នឹងឯងបើសិនយើងនិយាយពី digital បើសិនបើយើងនិយាយពី digital វិញគឺវាមានតែ on ហើយ out ហើយ0ហើយនឹង1ឯងហើយប្រភេទ controller DO ហើយនឹង AO ហើយបើ starter គឺវា DI ហើយបើយើងយកប្រភេទវាស់វិញគឺយើងត្រូវប្រើ AI មើលលោកគ្រូខ្ញុំសូមចាប់ហើយសូមslide stop សូមរៀបរាប់តសល់ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាមានលឺខ្ញុំនិយាយទេតាកសលអាចចាប់បានបានពីសក់នឹងធម្មតាខ្ញុំសូមនិយាយអំពី DDC selection ដែលលើកយក sensor ហើយនិង actuator ពីរហ្នឹងគឺគេហៅថា sensor ដូចគ្នាគ្រាន់តែវាជាប្រភេទផ្សេងគ្នាមួយជា analog ហើយនិងមួយទៀតជា digital ខ្ញុំសូមនិយាយអំពី sensor គឺជាឧបករណ៍ដែលបំលែងថាមពលពីទម្រង់មួយទៅ electrical signal ហើយ input របស់ sensor ហ្នឹងអាចជា mechanical thermal electromagnetic electric chemical ហើយនិងវិទ្យុសកម្មoutput របស់ sensor ហ្នឹងអាចជាប្រភេទ electrical signal ជាប្រភេទ electrical signal ដូចជា voltage current resistance capacitance impedance ហើយទី2ខ្ញុំសូមនិយាយអំពី actuator
actuator គឺជា device គឺជាឧបករណ៍ដែលបំលែង electrical signal ទៅជា physical form physical គឺជា motion ហើយ actuator ហ្នឹងវាមានដូចជា VSD ដូចជាគេយកទៅ control valve របស់ system chiller ហ្នឹងអញ្ចឹងខ្ញុំសូមលើកយកឧបករណ៍ដែលប្រើ sensor ដូចជាតែ water temperature គឺជា sensor ដែលចាប់សីតុណ្ហភាពរបស់ទឹកហើយពួកវាត្រូវបានគេតម្លើងនៅលើបំពង់សុយោរបស់ system chiller ដូចជាមាន condenser primary secondary គេតម្លើងលើបំពង់ហ្នឹងដើម្បីឲ្យចាប់សីតុណ្ហភាពរបស់ទឹកបន្តមកខ្ញុំសូមលើកយកwater flow meter sensor water flow meter sensor ហ្នឹងគេតម្លើងនៅលើបំពង់សុយោរបស់ system chiller ហ្នឹងទៅលើ return ហើយនិង supply ដើម្បីវាស់flow ទឹកដែលគេកំណត់បើវាលើស flow ដែលគេកំណត់ហ្នឹងវាអាចផ្ដល់ជាសញ្ញាទៅកុំព្យូទ័រនៅក្នុង control room ដែលមានវិស្វករគាត់អ្នកមើលអ្នក monitor ទៅលើកុំព្យូទ័រហ្នឹងមានអាឡាមមានអីនៅកន្លែងណាវាសូរហើយយើងដឹងថា flow ហ្នឹងខ្វះឬក៏ទៅលើសអញ្ចឹងណាលោកគ្រូបន្ទាប់មកខ្ញុំសូមលើកយក actuator sensor sensor គេតម្លើងទៅលើសុយោចង់និយាយថាកន្លែង valve cooling tower មានវ៉ានមួយដែលវ៉ានហ្នឹងនៅពេលដែល system chiller ចាប់ផ្ដើមគឺគ្រប់វ៉ានដែលតាក់ទងត្រូវបើកទាំងអស់ដូចជា cooling វ៉ានរបស់ cooling tower មាន in មាន out ហើយរបស់ primary secondary ដើម្បីឲ្យបើកទៅឲ្យ system ហ្នឹង run ហើយយើងសម្គាល់ទៅលើរបស់ actuator sensor actuator ហ្នឹងគឺវាមានតែលេខ0ហើយនឹង1 on ហើយនឹង off តែពីរមុខទេតែពីរប្រភេទហ្នឹងតែថាសូមបង្ហាញ slide ទៅលើតិចលើទៀតទៅលើមិនមែនទៅក្រោយវិញទៅក្រោយហ្នឹងហើយនេះវាបង្ហាញវាជាប្រភេទ digital on off ហើយការប្រើប្រាស់អាពីរហ្នឹងគឺគេមើលទៅលើស្ពេចរបស់វាបើគេដាក់ថាon off ឬក៏01ហ្នឹងយើងអាចដឹងថាហ្នឹងជា water ឬក៏0ដល់10 VDC ឬក៏4ដល់20 មីលីអាំពែហ្នឹងជា analog អញ្ចឹងយើងដឹងថាអានេះប្រើសម្រាប់ធ្វើអីដូចជាប្រើសម្រាប់control van របស់cooling tower ឬក៏ primary អីហ្នឹងយើងមើលទៅយើងដឹងថាហ្នឹងគេវាជា actuator ឬក៏ sensor សូមបង្ហាញទៅមុខអត់ទេបកក្រោយវិញហ្នឹងហើយនិយាយពី controller operator ដល់ controller
ហ្នឹងហើយហើយនិយាយពី controller ហើយនឹង model កសលមិនដែរជួយ check មើល microphone នេះផងអត់លឺណាកសល បាទលោកគ្រូលឺហើយលោកគ្រូ គេតើលឺហើយអាចចាប់ដើមបានហើយ បាទលោកគ្រូហើយនៅក្នុងsystem chiller ហ្នឹងខ្ញុំប្រើប្រភេទ Siemens ប្រភេទcontroller Siemens ដែល controller Siemens ហ្នឹងវាមានវានៅក្នុងហ្នឹងគេប្រើ PHC 24ដែល main controller ដែល Siemens controller វាមានសុំទោសខ្ញុំសុំនិយាយកន្លែងហ្នឹងសារថ្មីហើយ Siemens ក្នុងកន្លែង controller ហ្នឹងខ្ញុំជ្រើសរើសយក Siemens controller ហើយ controller គឺជាអ្នកបញ្ជាកណ្ដាលហើយវាគឺមានប្រភេទមួយចំនួនដែលងាយស្រួល control system ហើយនឹងងាយស្រួល design នៅក្នុង brand Siemens ហ្នឹងវាមាន3ប្រភេទមាន PC 16 PHC 24ហើយនិង PHC 36ហើយនៅក្នុងហ្នឹងនៅក្នុងគម្រោងហ្នឹងគេជ្រើសរើសយក PHC 24ហើយ PHC 24ហ្នឹងមានន័យថា3ជើង3 universal ជើងមាន9ជើងវាមាន universal input ហើយនិង output 4ជើងជា super universal មានន័យថាវាអាច connect បានគ្រប់ជើងហើយ3ទៀតជា output analog និង5ទៀតជា digital output សូមឲ្យ slide បន្តធប់និយាយពី transformer ហើយនៅក្នុងទូរបស់ controller នីមួយៗមាន transformer មួយដែល transformer ហ្នឹងគេប្រើ22 វ៉ុល220 វ៉ុលទៅ24 VAC ហើយនៅក្នុងទូ controller នៅក្នុងទូហ្នឹងមាន control មានtransformer មួយដើម្បីបញ្ចុះភ្លើង220មក24 VAC ឬក៏220 វ៉ុលទៅ24 DC ហើយគេប្រើវាដើម្បីចិញ្ចឹម controller ហ្នឹងឲ្យ transformer ហ្នឹងឲ្យប្រើភ្លើង mono ភ្លើងចូល220 វ៉ុល VAC ហើយវាមានជើង2មាន pha 1មាន node 1ហើយនៅក្នុងហ្នឹងបើតាមខ្ញុំយល់គេប្រើ24 VAC ហ្នឹងដើម្បីកាត់បន្ថយហើយតម្លាក់តង់សុងព្រោះអីនៅក្នុងជើង controller យើងមួយមានជើង connect ច្រើនដែលអាចថាជើងinput របស់ controller មួយហ្នឹងអាចមានរហូត10ឬក៏តិចជាងហ្នឹងច្រើនជាងហ្នឹងខ្ញុំអត់ទៅច្បាស់ដែរព្រោះហើយសូម slide បន្ត
slide ទៅមុខ operator ទៅមុខណាហ្នឹងហើយទៅផ្លែមកក្រោយវិញហ្នឹងហើយខ្ញុំសូមនិយាយ slide field device selection ហើយ slide នេះខ្ញុំចង់បង្ហាញពីការ select sensor ហើយដើម្បីជ្រើសរើស sensor ខ្ញុំត្រូវដឹងថា pressure នៅក្នុង slide ហ្នឹងខ្ញុំជ្រើសរើសយក air differential pressure យកមកបង្ហាញដើម្បីឲ្យជ្រើសរើសair differential pressure ហ្នឹងយើងត្រូវដឹងថានៅ pressure នៅក្នុងខ្យល់ហ្នឹងប្រមាណបន្ទាប់មកខ្ញុំត្រូវទៅមើល output operation voltage ហ្នឹងប្រមាណបន្ទាប់មកខ្ញុំទៅមើល air differential pressure តើ output របស់ signal វាហ្នឹងនៅចន្លោះណាហើយបន្ទាប់មក range របស់វាហ្នឹងនៅចន្លោះណាដំបូងឡើយខ្ញុំត្រូវដឹងថា pressure ខាង mechanical គាត់គណនានៅចន្លោះ range ណាឧទាហរណ៍បើវានៅចន្លោះពី90យើងអាច select វាពី0ទៅ100អញ្ចឹងមានន័យថា signal sensor ហ្នឹងវាស្គាល់ហើយបើសិនបើយើង select ខុស range ហ្នឹងឧទាហរណ៍កន្លែង standard នោះពី0ទៅ100 pascal បើគេយក90ហ្នឹងវាអាចស្គាល់ប៉ុន្តែបើគេយកចង់ថាគេយក200យើងទៅជ្រើសរើសយកអា0ទៅ100ហ្នឹងវា detect អត់បានណាដោយសារតែ range វាអត់ដល់ហើយនៅក្នុង slide ហ្នឹងខ្ញុំបង្ហាញការជ្រើសរើស sensor នេះហ្នឹងតែមួយទេហើយ sensor វាមាន sensor ច្រើនទៀតគ្រាន់តែវាលំនាំដូចគ្នាបន្ទាប់មកខ្ញុំសូមបញ្យល់អំពី slide standard ហ្នឹង standard ហ្នឹងមានន័យថាឧទាហរណ៍គេជ្រើសរើសពី0ទៅ100កន្លែងហ្នឹងពី0ទៅ100គេអាចយក200ហើយយើងអាច set វាពី100ទៅ300ហ្នឹងបានប៉ុន្តែការ detect របស់វាហ្នឹងវាអត់សូវល្អវាអាចជាជឺតឬក៏អញ្ចឹងទៅភាពរស់វាហ្នឹងអត់ទៅ detect សូវបានហើយសុំ slide បន្តនេះនិយាយចុងបកក្រោយវិញមើលអូអត់អីចឹងម៉ានទៅមុខវិញហ្នឹងអធិស្ឋានលោកគ្រូដោយសារភ្លៀងចឹងខ្ញុំអត់បានទៅជាមួយមិត្តភ័ក្តិវាស្ទះផ្លូវពេកខ្លាចទៅអត់តន់អានេះខ្ញុំសូមបង្ហាញអំពីការចង់និយាយថា status ឬក៏ sensor របស់ motor ដើម្បីលោកព្រះកោដល់និយាយពីនេះយើងបញ្ជា motor មួយដែលមាន output ហ្នឹងទៅលើmotor ថា motor ហ្នឹង run ឬក៏អត់ហើយ speed វាហ្នឹងcontrol ហ្នឹងមានមានពីរប្រភេទមាន digital output ហើយនិង analog output ហើយ input វាមានដូចជាលើ motor stator ហើយនិង fold trip មានមួយដើម្បីឲ្យ motor នឹង run បានយើងដើម្បីឲ្យ motor នឹង run បានត្រូវមាន sensor ទៅបញ្ជា valve បញ្ជា detect
fold detect អីហ្នឹងទៅលើវាមាន trip មានអីចឹងទៅវាអត់ដើរអញ្ចឹងគេដាក់វាមួយដើម្បីចាប់សុំ slide បន្ទាប់slide នេះដូចខ្ញុំនិយាយខាងលើអញ្ចឹងគេប្រើ controller របស់ Siemens ដែលគេជ្រើសរើស PXC24 ដែលជើង3ហ្នឹងជា universal input ហើយ9ជា universal input output ហើយ4នោះវាជាចង់ថាវាជាវា special ជាងគេគឺដាក់ជើងអីក៏វាស្គាល់ហើយ3នោះជា analog output ហើយ5ជា digital output បាទហើយនេះជា schematic របស់វាដែលដូចបង្ហាញរូបហើយខ្ញុំអត់ទៅចេះអាហ្នឹងតើចាំឲ្យលោកគ្រូជួយបន្ថែមបាទslide របស់ខ្ញុំសូមនិយាយសូមបញ្ចប់ត្រឹមហ្នឹងហើយslide បន្ទាប់ខ្ញុំសូមឲ្យមិត្តភ័ក្តិខ្ញុំម្នាក់ទៀតឈ្មោះវិឆ័យគាត់និយាយបន្តអំពី flow chart បាទសូមអរគុណបាទជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះគុណវិឆ័យថ្ងៃនេះខ្ញុំនិយាយអំពីដំណើរការរបស់ AU គឺជាម៉ាស៊ីនត្រជាក់មួយដែលមានទំហំធំហើយវាមានការឆ្លងកាត់ដោយទឹកត្រជាក់ដែលចេញពី water cool chiller វាមានតួនាទីបញ្ចុះសីតុណ្ហភាពហើយខ្យល់ត្រជាក់ដែលទទួលបានត្រូវផ្គត់ផ្គង់ទៅឲ្យ office ឬកន្លែងធ្វើការផ្សេងៗមុននឹងដល់ដំណើរការខ្ញុំសូមនិយាយអំពីប្រភេទខ្លះៗរបស់ AU មកកណាត់ខាងនេះគឺជាខ្យល់ដែល supply មកពី PAU វាចូលមកក្នុងបន្ទប់ហើយវាបឺតចូលកន្លែងនេះគឺជា filter វាមាន2ជាន់មួយ pre filter និងមកកំណាត់ទៀត medium filter ហើយនេះគឺជាវ៉ាន់ទឹករបស់ chiller ដែល supply ចូលមកក្នុង AU នេះគឺជាវ៉ាន់ទឹក chiller ដែល supply ចូលហើយនេះ return ទៅវិញហើយចំណែកមកកណាត់ខាងនេះគឺជា VSD power ចូល VSD យើងមានឆែកទៅលើ local remote status ហើយនឹង motor trip alarm ទី3នេះគឺ control start stop របស់ motor ហើយនឹង VSD control ហើយនេះជាប្រភេទខ្សែដែលយើងយកប្រើនៅក្នុងទូរបស់ AU ឬក៏ VSD របស់ motor នេះគឺជាខ្យល់ដែលវា supply ទៅយើងមានឆែកទៅលើ supply air temperature ទៅលើសំណើមហើយនឹង smoke alarm ហើយនឹងចុងក្រោយគឺ pressure status ចូល slide បន្ទាប់ខ្ញុំនិយាយអំពីដំណើរការរបស់ AU ដំបូងគឺវាចាប់ដើម start ជួយលោកគ្រូចាំតិច start ហើយយើងមានឆែក function វាដូចជា fire alarm AU smoke alarm ហើយនិង AU fold បើសិនជានៅក្នុងបន្ទប់ហ្នឹងមានបញ្ហានីមួយៗកើតឡើងនោះវាបោះឲ្យ motor stop ឬអត់ដំណើរទេហើយទី2 set ទៅលើ schedule គឺជាពេលវេលាមួយច្បាស់លាស់អញ្ចឹងថាបើយើងឲ្យ AU run ឧទាហរណ៍ដូច office នៅក្នុងអាគារបើសិន office គេធ្វើការពីច័ន្ទដល់ศุកร์អញ្ចឹងយើងប្រកាសជា set schedule ឲ្យគេមួយច្បាស់លាស់ហើយបើសិនជាមានការថែមម៉ោងឬមួយក៏អីផ្សេងអាហ្នឹងយើង set schedule បន្ថែមពីលើហ្នឹងអញ្ចឹង schedule គឺជាពេលវេលាមួយដែលច្បាស់លាស់កំណត់ពេលវេលាបានច្បាស់លាស់ហើយចំណុចបន្ទាប់គឺនិយាយអំពីបន្ទាប់ពី set schedule ហើយនិយាយអំពី fan វាចាប់ផ្ដើមដំណើរការ AU run យើងត្រូវឆែកទៅ function 2មួយឲ្យចាស់ VSD speed និងមួយទៀតលើ modulation valve ខាង valve យើងឆែកទៅលើ reading temperature និង set point ហើយនឹង AU VSD នេះយើងឆែកទៅលើ pressure reading ហើយនិង pressure set point អាចយើង set point AU ចន្លោះពី18ទៅ22អង្សាដែលគេ set point ឲ្យទទួលយកបានហើយ read បានជា ampere ជា frequency ហើយនិង voltage ផ្សេង
ហើយចំណុចបន្ទាប់ខ្ញុំឲ្យមិត្តភក្តិខ្ញុំថាតាំងលឹមអ្នកនិយាយលោកគ្រូខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងលោកគ្រូនៅក្នុងក្រុមរបស់ខ្ញុំថាតាំងលឹមគាត់បាត់តំណែងលោកគ្រូដល់ពេលអញ្ចឹងអត់ដឹងថាមិនដែរអញ្ចឹងខ្ញុំសូមនិយាយបញ្ចប់ slide នឹងតិចទៀតព្រោះអត់ឃើញគាត់ចូលផងហើយតាក់ទងគាត់ក៏បានយើងឲ្យមានតាក់ទងគាត់ឯងគាត់អត់នេះហ្មងពីមុនពេលធ្វើនេះគាត់មកធ្វើជាមួយជាងអត់យើងអត់តាក់ទងហើយតែអត់បានលោកគ្រូធ្វើក៏អត់ដែរលោកគ្រូចង់ឲ្យថាស្ងាត់ខ្ញុំមុនហ្នឹងខ្ញុំប្រាប់គាត់ដែរថាត្រូវនិយាយពីអាហ្នឹងដល់ថ្ងៃដែលត្រូវមកគាត់ថាម៉ូតូខូចចឹងលោកគ្រូសំណួរខ្ញុំចង់សួរហ្នឹងគាត់បានជួយធ្វើ slide ជួយធ្វើអីអត់ជួយខ្លះលោកគ្រូជួយបានជួយធ្វើដែរគេតោះតែប្រសិនជាលោកគាត់បានបាទលោកគ្រូខ្ញុំនិយាយពីដែល fan call unit ឬហៅ SCU ដំបូងយើង start យើងយក check លើ schedule គឺដូច AU ដែរលោកគ្រូគាត់ណាបើវា schedule តាមទៅអានេះ motor ចាប់ដើម start ហើយតកតងនឹងចំណុចបន្ទាប់គឺ comment លើ start fan បើសិន start fan ដំណើរការ mode driver ឬក៏ SCU speed របស់ controller ហ្នឹងក៏ចាប់ដើមធ្វើការហើយយើងត្រូវ check ទៅលើ set point និង temperature reading ដូចគ្នាដែរលោកគ្រូអរគុណលោកគ្រូ slide វិញខ្ញុំបញ្ចប់ត្រឹមហ្នឹងតោះត្រឡប់ទៅ slide ទី1អូខេយើងខ្ញុំប្រាប់ចឹងមុននឹងខ្ញុំធ្វើសំណួរទាំងអស់នេះខ្ញុំមាន comment មួយចំណុចចាំឆ្លើយទៅទី1គឺតោះគឺ present បាត់ព័ត៌មានខ្ញុំចង់បានច្រើនមែនទែនព័ត៌មានតែបាត់ខ្ញុំឃើញមាននៅចុងក្រោយយើងមានគួរសមប៉ុន្តែពីមុនដំបូងមាន present មកបាត់ច្រើនមែនទែនព័ត៌មានដូចខ្ញុំបានប្រាប់អញ្ចឹងបងប្អូនខ្ញុំ recommend បងប្អូនមកជុំគ្នាអញ្ចឹងណាក្នុងការ presentation ហេតុអីឃើញអីគឺការ present របស់បងប្អូនគឺ slide ទៅមុខទៅក្រោយទៅក្រោយព្រោះអីកាលណាយើងអត់បានមក present ផ្ទាល់ខ្លួនឯងក៏ដឹងថាអាហ្នឹងត្រូវ operate បែបណាទេតែហ្នឹងថាដោយសារថ្ងៃនេះភ្លៀងយកអាហ្នឹងខ្ញុំអត់ក៏បន្ទោសប៉ុន្មានដែរតែចំពោះបងប្អូនរៀបចំ presentation ថ្ងៃក្រោយណារឿងសមាជិកក្នុងក្រុមឬក៏យើងនឹងអាចមកសេរីគ្នាមើលមិនមកជុំគ្នាណាឬទេព្រោះកាលណាអ្នកទាំងអស់គ្នាអត់មកគឺមានបញ្ហាបែបហ្នឹងកន្លែងហ្នឹងគឺខ្ញុំអត់ចង់បានអញ្ចឹងទេហើយក្នុង slide presentation ខ្ញុំឃើញមួយចំនួនគាត់ present បានល្អអាចកាត់ធៀបបានច្រើនតែមួយចំនួនគឺដល់គេ present គឺពិបាកមែនទេមានថាការ present របស់គ្នាថាមិនអត់រលូនទៅអត់ទៅរលូនណាអញ្ចឹងសូមព្យាយាម check នឹងមើលឡើងវិញប៉ុណ្ណាចំពោះអ្នកដែលដឹងមកឯងថាយើង present អត់ទៅទៅមុខរលូនអីអញ្ចឹងការ presentation សូមបញ្ជាក់បន្តិចមិនមែនណាឡើងមក present នឹងរលូនទាំងអស់គ្នាទេប៉ុន្តែធ្វើមិនខ្មោចវាតាក់ច្រើនពេកហើយដើម្បីជៀសវាងតាក់ច្រើនពេកហ្នឹងណាគេត្រូវការសតែគេមានបានសមិនគ្រប់អ្នកទាំងអស់គ្នាលោកគ្រូបើខាងខ្ញុំតបនៅកន្លែងរៀងខ្លួនគ្រូអត់តែបានជុំនៅអញ្ចឹងលោកគ្រូជុំតែពេលសារណាបញ្ចប់ហើយខ្ញុំអត់ខ្ញុំឃើញពីច្រើនគឺអានខ្ញុំស្ដាប់ទេមិនធានាឲ្យហ្មងគឺអានបើកសភៅអានខ្ញុំស្ដាប់ទេខ្ញុំឮសូរសលេងសភៅចូលក្នុងហ្នឹងផងមែនអត់ហ្នឹងប្រយ៉ងលោកគ្រូគេធៀបតុកនិយាយអត់ចេញលោកគ្រូចឹងខ្ញុំអត់ថាអីហ្នឹងគឺករណីនេះតែទៅថ្ងៃក្រោយណាបើថាគេធ្វើ presentation ឬក៏អីអស់ហ្នឹងបងប្អូនគ្នាអត់អាចអង្គុយបើកសភៅឲ្យអានគេស្ដាប់អញ្ចឹងបានទេណាអញ្ចឹងអ្វីដែលគេត្រូវធ្វើហ្នឹងមានថាបងប្អូនគ្នាអាចបន្ទិញឬក៏បងប្អូនគ្នាសមវាឲ្យបានច្រើនដើម្បីឲ្យចាំអាខ្លឹមសារដែលគេត្រូវនិយាយបងប្អូនអាចកត់กระดาษមួយយកមកមើលបានប៉ុន្តែគ្រាន់តែចំណុច note ចំណុចសំខាន់ទេមិនមែនទៅសេជាអក្សរឲ្យអ្នកអង្គុយអានតាមអញ្ចឹងទេណាព្រោះបើអ្នកទាំងអស់គ្នានៅតែធ្វើត្រឡប់យើងពេល presentation បើសភៅអង្គុយអានហ្នឹងតែដល់ទៅមុខ presentation ក៏ពិបាកដែរត្រឡប់បែបហ្នឹងគឺធ្វើមិនត្រឡប់ណាចឹងអត់ឲ្យព្យាយាមសុំកែឡើងចេញអូខេបាទទៅ slide ទី1អ្នកដំបូងគេផុតគឺស្រីពៅអូខេមុខទៀតអូខេអញ្ចឹងនិយាយថា BMS system អញ្ចឹងគឺ link មួយ system ផ្សេងបានច្រើនត្រូវអត់តោះសួរថាហេតុអីបានជា system ផ្សេងទាំងអស់ហ្នឹងអាច link ចូលគ្នាបានដើម្បីឲ្យ system ទាំងអស់ដូច AVC ដូច CCTV ដូច access control របស់យើងហ្នឹងដើម្បីឲ្យ system ទាំងអស់ហ្នឹង link ចូលគ្នាបាន
វាទៀមទារបស់សំខាន់នេះគេតសំណួរខ្ញុំហ៎ចាលោកគ្រូលើលោកគ្រូតែទៅនឹង BMS system ដើម្បីឲ្យយើង control ជាមួយនឹង system ច្រើនបានគឺយើងប្រើជាមួយនឹងគេថាភាសាមួយរបស់ system មួយហ្នឹងខ្លាចទៅជា system មួយចូលគ្នាទៅយើងអាចcontrol ចូលគ្នាបានលោកគ្រូគឺដោយសារ protocol លោកគ្រូ protocol មិនដូចគ្នាឬខុសគ្នានិយាយ protocol មានច្រើនប្រភេទមាន Modbus មាន Backnet សុំម្ដងទៀតលោកគ្រូគេយើងនិយាយថា system យើងអាច link ចូលគ្នាបានដោយសារ protocol ឬ communication protocol ចាសំណួរខ្ញុំសួរថា communication protocol យើងមានច្រើនchứសួរថា system ទាំងអស់ហ្នឹងត្រូវតែមាន communication protocol ដូចគ្នាឬខុសគ្នាត្រូវមានដូចគ្នាលោកគ្រូខ្ញុំឧទាហរណ៍ communication protocol សំខាន់មាន2យើងប្រើក្នុង BMS ណាទីមាន Backnet ហើយ Modbus យើង presentation ណាចាអូខេឧទាហរណ៍ថា HVAC ខ្ញុំប្រើ Backnet ហើយ CCTV ខ្ញុំប្រើ Modbus ខ្ញុំអាច link ចូល BMS បានអត់យើង link system 2នេះចូលគ្នាបានអត់អត់បានទេប៉ុន្តែយើងអាចបំលែងឲ្យវាដូចគ្នាបានលោកគ្រូតែបើយើងប្រើខុសគ្នាអញ្ចឹងគឺអត់អាច link ចូលគ្នាបានដើម្បីបំលែងឲ្យដូចគ្នាបានខ្ញុំត្រូវធ្វើមិនដើម្បីបំលែងដូចគ្នាបានដើម្បីបំលែងឲ្យដូចគ្នាបានឥឡូវឧទាហរណ៍ថាហ្នឹងយើងត្រូវ Backnet ឧទាហរណ៍ណា CCTV ប្រើ Backnet HVAC ប្រើ Modbus ឥឡូវខ្ញុំចង់ឲ្យ system ពីរនេះ link ចូលគ្នាខ្ញុំត្រូវបន្ថែមអីក្នុងត្រូវបន្ថែមអីយើងនិយាយថាយើងត្រូវទៅសេជាភាសាវាមួយថាដើម្បីបំលែងវាឲ្យដូចគ្នាលោកគ្រូយើងទៅសេខ្លួនឯងអ្នកគេដែល start với BMS ដែលឃើញហីឧទាហរណ៍ណាបើសិនខ្ញុំប្រើប្រាស់ផលិតផលរបស់ខ្ញុំឧទាហរណ៍យ៉ាងខ្ញុំប្រើ Backnet ស្រាប់តែ sensor របស់ខ្ញុំខូចហើយខ្ញុំត្រូវការរក sensor ថ្មីតែអា sensor Backnet ខ្ញុំរកបានខ្ញុំរកអា sensor mode របស់ខ្ញុំមកប្រើតើគេត្រូវធ្វើមិនដែរដឹងហីនេះតាមពិតប៉ុណ្ណា speed concept point និងអានេះ express អានេះដែល reading អត់ចានគ្រូអូខេទីទូទៅគឺយើងត្រូវការឧបករណ៍មួយយើងហៅថា converter ដែល converter ហ្នឹងគឺ converter សម្រាប់ map protocol ដូចគ្នាឧទាហរណ៍ថាអូខេ sensor ខ្ញុំឥឡូវ Modbus អញ្ចឹងខ្ញុំត្រូវការ converter មួយបំលែងពី Modbus ទៅ Backnet អញ្ចឹងទៅអូខេចា៎ហ្នឹងវាជា model មួយសម្រាប់អ្នកនរធ្វើការបំលែងពី communication protocol មួយទៅ communication protocol មួយទៀតអូខេចា៎slide បន្ទាប់slide បន្ទាប់ទៀតបកក្រោយសិនមួយទៀតមកក្រោយមួយទៀតអត់ហើយតោះក្នុង slide នេះអូខេជួយបញ្យល់ប្រាប់បន្តិចបានទេនេះតើតើនៅក្នុង controller យើងទៅសេនេះ controller នៅក្នុង BMS ហ្នឹងមានគេខ្លះយើងអាចយកមកប្រើបានព្រោះខ្ញុំឃើញយើងទៅសេមានច្រើននៅក្នុងហ្នឹងមាន PLC ផងមានផ្សេងផងអាចបញ្យល់បានទេកន្លែងហ្នឹងពួកខ្ញុំមើល slide ខ្ញុំអត់សូវយល់តែកន្លែងនេះគេ Backnet Chiller Modbus Fire Lifestyle Safety Security Access ហ្នឹងមានន័យថាម៉េចកន្លែងហ្នឹងកន្លែង automation level ឃើញទេលោកគ្រូខ្ញុំអត់សូវយល់សំណួរលោកគ្រូចង់សួរបែបណាដែរខ្ញុំឃើញយើងទៅសេប្រាប់ខ្ញុំនេះកន្លែង automation level ពីច្រើនគឺយើង focus ទៅលើ controller តែយើងឃើញយើងទៅសេ
បាត់ net chiller mode របស់ហ្នឹងមានន័យថាម៉េចនិយាយចង់និយាយពីគេកន្លែងហ្នឹង បើន័យថាគេយក controller ហ្នឹងយកមកជាមួយនឹងប្រើជាមួយនឹង system ហ្នឹងលោកគ្រូដើម្បីយកមក control អញ្ចឹងយើងយក controller ហ្នឹងមកជា PLC អញ្ចឹងយើងវិស័យខ្ញុំឃើញមាន PLC ត្រង់ PLC ជា controller ហ៎ ចា អូខេអញ្ចឹងយើងយក controller មកជា PLC ទៀត ចង់និយាយថាទាំងអស់ហ្នឹងគឺជា controller ចង់និយាយថាតួនាទីវាគឺដូចគ្នា controller ដូចគ្នាលោកគ្រូយើងតែតើមួយការដាក់ slide ខ្ញុំនិយាយពាក់តជាមួយនឹងការរៀបចំ slide ពួកយើងព័ត៌មានពួកយើងដាក់មកពីច្រើនមាន confuse ហ្មងមើលទៅរៀងយល់ច្រឡំច្រើនណាអូខេ slide នេះ copy ពី internet មកមែនតើតើក្នុងនេះនឹងរកពីក្នុង internet លោកគ្រូអូខេអញ្ចឹងខ្ញុំចំពោះការ recommendation មកខ្ញុំហ្នឹងណាចំពោះអ្នកទាំងអស់គ្នាបើដល់គ្នាយក slide ពី internet សូម check មើលផងថា slide ហ្នឹងគេនិយាយមកមានន័យថាម៉េចហើយពេលប្រើប្រាស់វាទៅងាយស្រួលយល់អត់ព្រោះតែគេដាក់មកអញ្ចឹងខ្ញុំមើលទៅគឺច្រឡំច្រើនមែនតើអូខេអញ្ចឹងថ្ងៃក្រោយខ្ញុំក៏ recommend ថ្ងៃក្រោយជួយកែឡើងវិញផងអូខេតោះត្រឡប់ទៅឡើងទៅ slide នេះដែរនៅខាងលើរបស់យើងគឺយើងមាន management level ជួយបញ្យល់ពី management level ទីមើលនៅក្នុងករណីរបស់យើងនេះនៅក្នុង HVAC system របស់យើងហ្នឹងតើ management level ហ្នឹងយើងប្រើវាដើម្បីធ្វើអីគេខ្លះលោកគ្រូសម្រាប់management level គឺជាមានន័យថា level ហ្នឹងគឺជាអ្នកគ្រប់គ្រងក្តោបនឹង system នឹងទាំងមូលទាំងអស់លោកគ្រូនិយាយទៅដូចតើតើនឹងយើងចង់ control ជាមួយនឹង system ណាមួយអញ្ចឹងយើងត្រូវមាន management level ដើម្បីឆែកមើលឬក៏មើល graphic របស់ system ហ្នឹងលោកគ្រូអត់តត្រូវឆ្លើយតទៅសំណួរចង់សួរណាចង់សួរថាតើនៅក្នុង management level នេះយើងប្រើវាធ្វើការងារអីខ្លះបាទអ្វីខ្ញុំចង់ដឹងអាចឆ្លើយជា specific តិចមុនណាតសំណួររបស់ខ្ញុំហ៎តើតើនឹង level management គឺគាត់ថាឥឡូវបើសិនខ្ញុំដើរទៅក្នុងបន្ទប់ control room ហ្នឹងខ្ញុំមើលទៅក្នុងអា management level របស់ខ្ញុំហ្នឹងអា HMI របស់វាហ្នឹងណាចា GUI របស់វាហ្នឹងតើខ្ញុំអាចធ្វើអីគេខ្លះខ្ញុំទទួលបានព័ត៌មានអីគេខ្លះពីហ្នឹងហើយខ្ញុំអាចយកវាទៅប្រើធ្វើអីគេខ្លះបាទវាមានទូនាទីសម្រាប់មើលបើឧទាហរណ៍ថាដូចជាកាមេរ៉ាអញ្ចឹង system កាមេរ៉ាមួយយើងអាចមើលឃើញពីសកម្មភាពថារបស់ field device បានលោកគ្រូហើយវាក៏អាចបញ្ជាបានទៅautomation level ចឹងហើយនឹងfield level ដូចគ្នាលោកគ្រូធ្វើគេបានខ្លះមិននិយាយសង្ខេបក្នុងនេះចង់និយាយថាmanagement level ហ្នឹងយើងលើកឧទាហរណ៍ថាជា CCTV system ហ្នឹងកុំយក CCTV មកនិយាយអ្វីខ្ញុំចង់សួរគឺតែទៅមួយ HVAC របស់យើងចាអ្វីខ្ញុំចង់សួរថាmanagement level ផាន់ HVAC system របស់យើងណាផាន់ប្រព័ន្ធម៉ាស៊ីនត្រជាក់របស់យើងហ្នឹងតើតើនឹងម៉ាស៊ីនត្រជាក់អាចដឹងអីគេខ្លះបានអាចដឹងថាម៉ាស៊ីនត្រជាក់ហ្នឹងវាដំណើរការឲ្យតាក់ទងនឹង set របស់យើងថាឲ្យម៉ាស៊ីនត្រជាក់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងវាឲ្យយើងយកថាសីតុណ្ហភាពវាមិនមែនប៉ុណ្ណាអញ្ចឹងលោកគ្រូយើងអាច set បានហើយក៏អាច control វាអាចដូចថាយើងចង់កែប្រែសីតុណ្ហភាពតាមរបស់យើងដែលយើងចង់បានអញ្ចឹងគ្រូកន្លែងហ្នឹងយើងនិយាយអត់តទៅច្បាស់ទេខ្ញុំក៏បញ្ជាក់បន្ថែមណាចំពោះអ្វីស្រួលខ្ញុំចង់សួរហ្នឹងគឺមានថាចំពោះ HVAC system មានថានៅពេលខ្ញុំធ្វើ GUI មកសិនតែអ្នកនរគ្នាអត់ដឹងថា GUI នឹងប្រើធ្វើអីទេអ្នកនរគ្នា design GUI នឹងមកមិនកើតករណីរបស់យើងណាអញ្ចឹងអ្វីខ្ញុំចង់សួរដល់ហ្នឹងគេត្រូវដឹងឲ្យច្បាស់ថាតើ GUI នេះយើងប្រើមុខងាររបស់វាបើសិនខ្ញុំចង់ design វាឬក៏ខ្ញុំចង់ប្រើប្រាស់វាខ្ញុំអាចធ្វើអីគេបានខ្លះអញ្ចឹងនៅក្នុង GUI ផាន់ HVAC system អ្នកគេបើអ្នកទៅធ្លាប់ធ្វើមួយ GUI របស់វាអ្នកគេឃើញហីទី1គឺវាសូទិន្នន័យរបស់ sensor ដែលយើងប្រើប្រាស់ទាំងអស់អូខេថាត
ថានៅក្នុង AAU របស់ខ្ញុំនឹងមានខ្យល់ចេញចូលប្រហែលមានសីតុណ្ហភាពប្រហែលមាន pressure ប្រហែលអូខេ sensor មួយណាកំពុងដំណើរការ motor មួយណាកំពុងដំណើរការនៅក្នុងល្បឿនប៉ុន្មាននិយាយសួរស្ដាប់ទី1អ្វីដែលគេអាចដឹងហ្នឹងគឺ status អូខេយើងហៅថាជា status ប៉ុន្តែឧបករណ៍ដែលយើងប្រើប្រាស់ទាំងអស់អូខេទី2អ្នកនរគ្នាអាច control មានថាអ្នកនរគ្នាអាចចង់ឲ្យវាវិលទៅមុខទៀតក៏បានចង់ឲ្យវាឈប់ក៏បានអូខេចង់ឲ្យវាដំណើរការឬក៏អត់ក៏បានអញ្ចឹងក្នុង GUI ហ្នឹង main target ធំគឺមាន2ទី1គឺ សូរទិន្នន័យដែលយើងហៅថា display status ទី2គឺ control status អនុញ្ញាតឲ្យអ្នកនរគ្នាបញ្ជាទៅកាន់ឧបករណ៍ដែលនៅខាងក្នុង system របស់យើងហ្នឹងអញ្ចឹងសូម clarify នេះណាកន្លែងហ្នឹងសូមឲ្យច្បាស់បន្តិចណាថាយើងប្រើប្រាស់វាធ្វើអីហើយក្រៅពីហ្នឹងទៀតរបស់អ្នកនរគ្នាមើលអត់ឃើញរបស់ដែលអ្នកគេមើលអត់ឃើញហ្នឹងគឺយើងហៅថា data storage មានថាព័ត៌មានដែលសូរទៅក្នុង GUI ហ្នឹងមិនមែនគ្រាន់តែសូរចោលណាព័ត៌មានទាំងអស់ហ្នឹងត្រូវបាន save ទុក store ទុកនៅក្នុង database របស់វាអូខេអញ្ចឹងអាហ្នឹងគឺជារបស់ដែលអ្នកគ្នាមើលអត់ឃើញចំពោះក្នុង management level អញ្ចឹងសូម clarify កន្លែងហ្នឹងផងតោះនៅកន្លែងហ្នឹងចាលោកគ្រូអូខេតោះអ្នកបន្ទាប់ទៅ slide បន្ទាប់ផងទៅមុខមួយទៀតអូខេតោះអញ្ចឹងmain kit តើ main kit បានចូលបាទអូខេយើង present តាក់ទងជាមួយនឹង communication protocol 2ដែលយើងប្រើប្រាស់នៅក្នុង BMS system របស់យើងហ្នឹងយើងប្រើប្រាស់ជាមួយ HVAC ហ្នឹងអញ្ចឹង communication ដែលយើងប្រើប្រាស់ហ្នឹងគឺមួយគឺ backnet មួយទៀតគឺ modbus អូខេតោះជួយបញ្យល់បន្តិចមើល backnet និង modbus ខុសគ្នាកន្លែងណាខ្លះសួស្តីលោកគ្រូនឹងលោកគ្រូចំពោះmodbus យើង control ថាវាបោះ message ទៅកាន់ slave ពី master ទៅកាន់ slave ហើយចំពោះ busnet វិញគឺវាធ្វើការទំនាក់ទំនងកាន់ actuator ឬ sensor ផ្សេងឬក៏ system network ផ្សេងគ្នាបានតែ busnet គឺវាបានតាមួយផ្លូវវាទេខ្ញុំអត់ស្គាល់ច្បាស់ឡើយហ្នឹងត្រូវទេណាអូខេអញ្ចឹងbacknet និង modbus វាមានកន្លែងដូចគ្នាមានកន្លែងស្ទៀងគ្នាអូខេអញ្ចឹងពេលខ្ញុំនិយាយពី communication 2បើសិនជាវាខុសនេះដោយសារអីទី1គឺ data structure វាឃើញ modbus របស់យើងចាប់ដើមពីអីគេចាប់ដើមពី ID function code data ឬក៏អីចឹងត្រូវអត់អញ្ចឹងចំពោះ backnet គឺអត់ដូចគ្នាគេថាវាមាន structure ដូចគ្នាអញ្ចឹងប៉ុន្តែអាព័ត៌មាននៅក្នុង slot នីមួយៗនេះខុសគ្នាអូខេហើយនៅក្នុង backnet គឺស្តៀងជាមួយនឹង modbus ដែរគឺ communication វាគឺមានគេហៅថា master slave គឺយើងមើលណានេះគឺ backnet MSTP backnet MSTP នេះគឺពាក្យពេញមកវាគឺ backnet master slave protocol អូខេហើយពាក្យថា TP ហ្នឹងខ្ញុំចាំបានដូចជាពាក្យនឹងបាត់ទៅដូចជា peer process ខ្ញុំ check out ម្លេះអញ្ចឹងគឺ backnet MSTP ហ្នឹងគឺដូចនេះចឹងគឺដូច modbus ចឹងមានថាព័ត៌មានគឺ master slave ដូចគ្នាតោះនេះហ្នឹងអញ្ចឹងកុំឲ្យច្រឡំណាកន្លែងហ្នឹងអញ្ចឹង communication 2ខុសគ្នាគឺទី1គឺ data កន្លែងខុសគ្នាច្រើនបំផុតហ្នឹងគឺ data structure ដែលយើងហៅថានៅក្នុងកន្លែង network layer របស់វាហ្នឹងគឺ network layer របស់វាហ្នឹងគឺខុសគ្នាតែម្ដងអញ្ចឹងយើងកន្លែងហ្នឹងខ្ញុំក៏អត់បន្ទោសយើងដែរដោយសារតែខ្ញុំប្រៀបថាបានតែមួយទេបានតែត្រឹម backnet សន្ទុះប្រៀបថាបានត្រឹមតែ modbus ទេតាក់ទងជាមួយនឹង backnet ខ្ញុំអត់បានទៀតចឹងទៅខ្ញុំក៏ចង់ clarify ឲ្យអ្នកគ្នាបន្ថែមកន្លែងហ្នឹងអញ្ចឹងបើសិនជាអ្នកគ្នាប្រើប្រាស់នៅក្នុង HVAC system បើសិនជាអ្នក design ប្រើ backnet គឺត្រូវប្រើ backnet ទាំងអស់ដូចខ្ញុំនិយាយអញ្ចឹងបើសិនជាអ្នកត្រូវការ link ជាមួយ device ផ្សេងដែលមិនមែនជា backnet protocol អ្នកគេត្រូវការ converter
សម្រាប់បំលែងពី communication protocol មួយមក communication protocol មួយទៀតអូខេកន្លែងហ្នឹងតោះណាបាទលោកគ្រូបាទតន់លោកគ្រូតន់ ទៅមុខទៀតសុំទៅមុខ slide មុខទៀតអូខេអញ្ចឹងក្នុងនេះយើងបញ្យល់មិញគឺថាអូខេយើងប្រើ mode bus តោះករណីនេះ PLC មួយហ្នឹងជា master ឬជា slave PLC មួយគឺជា slave លោកគ្រូ ចុះឧទាហរណ៍បើសិនខ្ញុំបដូរ PLC ចាខ្ញុំអត់ប្រើ PLC ទេប៉ុន្តែខ្ញុំប្រើជា controller ខ្ញុំប្រើជា controller របស់ Siemens ជា controller របស់controller របស់ Siemens controller របស់ Honeywell អីវាជា master ឬជា slave វាជា slave ដែរលោកគ្រូ ហេតុអីវាជា slave របស់ client ឬក៏របស់ server តែវាជា master របស់ sensor ឬក៏ actuator អូខេអញ្ចឹងកន្លែងនេះគឺ clear ណាខ្ញុំប្រើ PLC ខ្ញុំប្រើអីក៏បានដែរអញ្ចឹងមានថាប្រសិនបើសិនជា controller ខ្ញុំប្រើហ្នឹងបើធៀបជាមួយនឹងគេហៅថា client ឬក៏ server របស់យើងណាឬក៏បើវាធៀបជាមួយនឹង management level វាជាអីគេជា slave អូខេប៉ុន្តែបើធៀបជាមួយនឹង sensor វាជាអីគេ master អូខេតោះតោះទៅមុខទៀតស្លាយមុខទៀតស្លាយនេះយើងបិទសិនដែរមែនតាំងមេជាខ្ញុំបិទសិនដែរលោកគ្រូខ្ញុំបិទសិនដែរអូខេតោះនៅក្នុងរូបរបស់យើងហ្នឹងអាចបញ្យល់បានទេ cooling tower ខ្ញុំប្រើធ្វើអីអាចនិយាយទូមក cooling tower ខ្ញុំប្រើធ្វើអី AAU ខ្ញុំប្រើធ្វើអីមុខនេះសំខាន់ហើយ fan coil ខ្ញុំប្រើធ្វើអីមុខនេះសំខាន់មកវាតើតើជាមួយ cooling tower យើងប្រើសម្រាប់បញ្ចុះសីតុណ្ហភាពដោយប្រើប្រាស់ fan របស់វាតែការបញ្ចុះរបស់វាគឺមិនច្រើនទេដូចតែយើងឃើញក្នុងរូបអញ្ចឹងគឺ37អង្សាសេវាចេញមកវិញតែ32អង្សាសេទេអញ្ចឹងវាចុះបាន15អង្សាសេទេហើយចំពោះchiller unit គឺវាមានតួនាទីសម្រាប់បញ្ចុះសីតុណ្ហភាពទឹកនឹងឲ្យត្រជាក់អញ្ចឹងគឺវាចូល32វាបញ្ចុះដល់7អង្សាសេគឺវាបញ្ជូនទៅកាន់fan cool unit ដែល fan cool unit នេះវាជាអ្នកបញ្ចេញអាខ្យល់ត្រជាក់នឹងចេញមកហើយAU ក៏មានតួនាទីដូចគ្នាដែរគឺវាជាម៉ាស៊ីនត្រជាក់ដែលបញ្ចេញខ្យល់ supply ខ្យល់ត្រជាក់នឹងចេញទៅបានគ្រូអស់ប៉ុណ្ណឹងអូខេតោះអ្នកបន្ទាប់អូខេណាគេអ្នកបន្តហ្នឹងហើយបាទលោកគ្រូខ្ញុំនេះអញ្ចឹងនេះជួយបញ្យល់តិចមើលដំណើរការរបស់ cooling tower វាធ្វើមិនទើបអាចឲ្យទឹកនឹងត្រជាក់បាននិយាយ cooling tower យើងមិនគឺប្រើដើម្បីធ្វើឲ្យទឹកត្រជាក់តើអាចបញ្យល់ដំណើរការហេតុអីបានវាអាចធ្វើទឹកត្រជាក់បានអាហ្នឹងវាមានផាំ2លោកគ្រូផាំមួយសម្រាប់រុញទឹកត្រជាក់ហើយផាំមួយទៀតសម្រាប់រុញទឹកនិយាយថា cooling tower ធ្វើមិនមកអាទឹកមកអា hot water ចូលនឹងចេញមកជា cool water ចេញទៅវិញហ៎មិនវិញលោកគ្រូសុំម្ដងទៀតមកលោកគ្រូអ្វីចំនួនចង់សួរថាតើ cooling tower នឹងដំណើរការខាងក្នុងរបស់វាធ្វើមិនបានវាធ្វើឲ្យទឹកក្តៅទៅខ្លាចជាទឹកត្រជាក់បានអាហ្នឹងវាមានដង្ហាលលោកគ្រូដង្ហាលនេះដង្ហាលធំមួយខាងលើនេះ air outlet នេះលោកគ្រូវាវាយអាទឹកហ្នឹងឲ្យទៅជាចំហាយទឹកចឹងលោកគ្រូហើយរុញទៅcondenser អស់ប៉ុណ្្នឹងហើយខ្ញុំដឹកដឹងតែប៉ុណ្្នឹងលោកគ្រូសម្រាប់នេះស្អាតអត់ត្រូវណាប៉ានេះតោះខ្ញុំបញ្យល់បន្តិចតើតើជាមួយនឹង cooling tower តើcooling tower របស់យើងដំណើរការមិនអញ្ចឹងចំពោះ cooling tower យើងឃើញ hot water ចូលទេអញ្ចឹងនៅពេលដែលទឹកក្តៅយើងចូលមកទឹកក្តៅយើងត្រូវបានប្រហូរមកក្រោមអ
ចឹងគឺបើហូរមកគឺចូលក្នុង cooling field ហ្នឹងគឺដូចសំណាញ់អញ្ចឹងអូខេចឹងវាថាទឹកដែលហូរមកគឺទំហំគ្រាប់របស់វាគឺធំនៅពេលដែលទឹកនឹងឆ្លងកាត់អា cooling field របស់ខ្ញុំចូលទៅទឹកនឹងចាប់ដើមបាយទៅជាទឹកទៅអូខេបាទតមកទៀតគឺវាមានដង្ហើមខាងលើយើងហៅថាair outlet ហ្នឹងគឺវិលហើយចំពោះនៅក្នុង cooling tower ហ្នឹងគឺខ្ញុំមានទឹកត្រជាក់គេហៅថា cold water basin ណាយើងបូមទឹកពីខាងក្រៅដាក់នៅខាងក្រោមហ្នឹងអញ្ចឹងនៅពេលដែលair outlet ខាងលើវិលអញ្ចឹងទៅខ្យល់ខ្យល់របស់ខ្ញុំហ្នឹងគឺខ្យល់របស់ខ្ញុំគឺហូរចេញតាមសងខាងដែលគឺឲ្យចេញពី air suction ហ្នឹងគឺខ្យល់ត្រជាក់ហ្នឹងគឺនឹងមូលឡើងទៅលើអញ្ចឹងទៅពេលដែលខ្យល់ត្រជាក់របស់ខ្ញុំនឹងប៉ះទីឡើងទៅប៉ះជាមួយនឹងទឹកតែនៅក្នុងនេះតែនៅក្នុងហៅថា cooling field របស់យើងនេះនៅក្នុងអាកន្លែងសំណាញ់របស់យើងបាទហើយវាសាច់ឈិតក្តៅពីទឹកហ្នឹងអញ្ចឹងទើបធ្វើឲ្យទឹកហ្នឹងត្រជាក់បានអូខេអញ្ចឹងដោយសារតែ concept របស់វាគឺវាប្រើជាមួយកង្ហារនិយាយទៅ concept របស់វាដូចកង្ហារទឹកយើងប្រើតាមផ្ទះដែលពីកង្ហារទឹកដូចវាអញ្ចឹងវាប្រើ concept ដូចកង្ហារទឹកតាមផ្ទះអញ្ចឹងអារបៀបហ្នឹងគឺវាអាចធ្វើឲ្យទឹកត្រជាក់បានប៉ុន្តែអាចធ្វើត្រជាក់បានខ្លាំងហើយយើងឃើញគឺដូរបានតែប្រហែល1អង្សាប្រហែល4ទៅ5អង្សាអូខេបាទចូលលោកគ្រូអាទឹកក្តៅហ្នឹងអាហ្នឹងយើងចេញពីទឹករត់ហ្នឹងមែនលោកគ្រូទឹកក្តៅហ្នឹងគឺចេញមកពី AAU យើងអាចបកស្លាយទៅក្រោយមកស្លាយទៅក្រោយហ្នឹងហើយគេថាទឹកយើងគឺនៅពេលដែលទឹកខ្ញុំទឹកក្តៅរបស់ខ្ញុំដំបូងគឺ chiller ហ្នឹងចេញទឹកត្រជាក់តាមខ្សែពណ៌បៃតងហ្នឹងមកចូលមកកាន់ AAU ហើយត្រឡប់ទៅវិញគឺឃើញខ្សែពណ៌ខៀវខ្សែពណ៌ខៀវគឺទឹកក្តៅអូខេអញ្ចឹងខ្សែហ្នឹងនឹងរត់ត្រឡប់ទៅ chiller ប៉ុន្តែវាអត់បញ្ចូលក្នុង chiller ណា chiller រុញទឹកហ្នឹងបញ្ចូលទៅ cooling tower សិនឲ្យទឹកហ្នឹងរៀងត្រជាក់សិនទើបរុញមក chiller ម្ដងទៀតអូខេអូបាត់បានលោកគ្រូខ្ញុំព្យាយាមមើលជួយ operator ជួយ check ទៅមុខតិចអូខេតោះហើយបកមួយ slide ក្រោយវិញបកមួយ slide ក្រោយខ្ញុំមានសំណួរខ្ញុំចង់សួរនេះ slide មួយទៀតបកក្រោយអូខេចឹងនៅក្នុងរូបនេះគឺរូបរបស់គេហៅ chiller system របស់យើងតោះក្នុងរូបហ្នឹងខ្ញុំប្រើ sensor នៅកន្លែងណាខ្លះចូលតិចមើល sensor នេះ sensor លោកគ្រូនេះឃើញ temperature sensor អីទៀតតោះ temperature sensor ខ្ញុំប្រើនៅកន្លែងណាខ្លះប្រើនៅចន្លោះទឹកក្តៅលោកគ្រូពី cooling មក chiller ណាទៀតហើយដល់ពេលទឹកត្រជាក់នេះ condenser នេះគ្រូចន្លោះពី condenser ទៅ cooling tower ហ្នឹងហើយលោកហើយច្អល់មក sensor ខ្ញុំប្រើកន្លែងណាខ្លះច្អល់ហ្នឹងហើយជប់លោកគ្រូមកហ្នឹងហើយលោកជិះមូអាម៉ៅយើងខ្ញុំមើលឃើញណាម៉ៅយើងមើលឃើញហ្នឹងហើយនេះលោកគ្រូនេះឃើញម៉ៅលោកគ្រូអូខេឃើញតោះនេះតោះណាទៀតនេះលោកគ្រូអានេះ1អានេះទី2មិញហ្នឹងហើយអានេះទី3នេះចន្លោះពី chiller មកអីគេ water pump នេះលោកគ្រូហ្នឹងមាន sensor មួយទៀតបាទអានេះទី4ហើយដូចជឿអញ pressure sensor ហ្នឹងឃើញអស់ហើយលោកគ្រូប៉ុណ្្នឹងហ៎អូនេះ pressure sensor មួយដែរអូខេអស់នៅមើលហើយនឹង temperature sensor ទៀតហើយនេះតាក់ thermostat មាន sensor ទេហ្នឹងហើយ thermostat គេ thermostat ហ្នឹងអាហ្នឹងវាអាហ្នឹងវាវាស់កម្ដៅអញ្ចឹងព្រោះវាស់កម្ដៅវាស់ហ្នឹងហើយដូចរីតសន្តិភាពអញ្ចឹងធ្វើតែ thermostat ហ្នឹងគឺគ្រាន់ជា temperature sensor ទៅដែរណាអញ្ចឹងមកខ្ញុំប្រាប់ដល់អ្នកគ្នាពេលដល់ present ខ្ញុំគឺបាត់ព័ត៌មានដែលខ្ញុំចង់បានហ្នឹងគឺ sensor ដែលអ្នកគ្នាយកទៅប្រើប្រាស់នៅក្នុង AAU system នៅក្នុង chiller system ហ្នឹងតើមាន sensor ហ្មងដែលបានប្រើប្រាស់ក្នុងហ្នឹងឃើញដល់នេះខ្ញុំឲ្យច្អល់មែនទេអត់ដឹងទេអានេះឃើញណាគ្រាន់តែ temperature sensor មួយខ្ញុំប្រើមកកន្លែងខ្ញុំប្រើច្រើនកន្លែងមែនទេបាទអត់ទេមកខ្ញុំទៅការវាស់ temperature sensor នៅតាមកន្លែងទាំងអស់ហ្នឹងអត់ដឹងអត់អានេះបើតាមខ្ញុំ
ដើម្បីដឹងនេះលោកគ្រូដើម្បីដឹងកម្ដៅទឹកកម្ដៅ ហ្នឹងខ្ញុំចង់ខ្ញុំចង់ដឹងកម្ដៅទឹកកន្លែងហ្នឹងខ្ញុំចង់ដឹងដើម្បីអីគេ ដើម្បីបង្ហាញទៅក្នុង monitor លោកគ្រូ អូខេអញ្ចឹងកន្លែងនេះខ្ញុំប្រើប្រាស់ sensor ច្រើនមែនទែនមកក្នុង AU system ណាខ្ញុំ check មើលណាគឺ sensor គឺប្រើច្រើនមែនទែនគាត់ក្នុង data ហ្នឹងមាន6 7 sensor អូខេនៅក្នុង AU ហ្នឹងមាន5 6 sensor អញ្ចឹង sensor ដែលយើងប្រើប្រាស់នេះឧទាហរណ៍ដូច temperature sensor ដូច air flow sensor pressure sensor អត់នេះគឺប្រើប្រាស់សម្រាប់ wash flow condition ចង់ថាតើ chiller របស់ខ្ញុំហ្នឹងដំណើរការល្អឬក៏អត់ឧទាហរណ៍មួយសម្រាប់ដល់គ្នា wash ទៅឃើញ temperature sensor នេះនៅខាងមុខចេញពី chiller មកកាន់ AU ហ្នឹងសម្រាប់ដល់គ្នា wash ទៅឃើញ start ភាពកន្លែងហ្នឹងឧទាហរណ៍ថាចេញមក25អង្សាសេត្រូវអត់ អាណាលោកគ្រូចន្លោះពី AAU ចន្លោះពី chiller មក AU អូខេ sensor កន្លែងហ្នឹងអូខេឧទាហរណ៍ខ្ញុំ wash ទៅឃើញមក25អង្សាសេត្រូវអត់ អត់ត្រូវលោកគ្រូព្រោះ ហេតុអី 25អង្សាសេវារៀងក្តៅហ្នឹងហើយមានថា chiller របស់យើងមានអីថា chiller របស់យើងមានបញ្ហាត្រូវអត់ បាទហ្នឹងហើយចឹងវាថានៅពេលហ្នឹងម្ល៉េះមើលឃើញស្ថានភាពកន្លែងហ្នឹងមានបញ្ហាដល់គ្នាអាចចូល check មើលបានទៅធ្វើ maintenance chiller បានថា chiller ហ្នឹងមានបញ្ហាអីគេយើងបញ្ជាវាខុសឬក៏វាដំណើរការអត់ត្រឹមត្រូវអត់ទេបាទ អញ្ចឹងនៅក្នុង AU system ដោយសារថា system ហ្នឹងវាមាន component ច្រើនអញ្ចឹងទៅ sensor យើងប្រើច្រើនមែនតើសម្រាប់ check all condition របស់វាតែតោះអ្នកអត់ខ្ញុំតោះមាននឹងនៅលោកគ្រូអរគុណលោកគ្រូគឺនឹងឲ្យរឿងមានអូខេអញ្ចឹងគាត់ present មកខ្ញុំគឺតាក់ទងជាមួយនឹងការ create point device selection ត្រូវអត់តោះទៅ slide មុខហ្នឹងទៅ slide ខាងមុខឬខ្ញុំនិយាយទេអ្នកនរគ្នាអូខេតោះអញ្ចឹងក្នុងហ្នឹងសួរតិចមើលប្រភេទ input output របស់ AU ហ្នឹងមានប្រភេទទៅនៅក្នុង BMS system យើងបែងចែកជា input output ហ្នឹងមានប្រមាណប្រភេទមាន2ប្រភេទអូគេខ្លះមានdigital output ហើយ analog output អត់ត្រូវទេណាសំនិយាយបន្តិចនៅក្នុង BMS system ពេលយើងនិយាយពីប្រភេទ input output គឺមាន4ប្រភេទមាន digital input digital output analog input ហើយនិង analog output អញ្ចឹងក្នុង slide របស់យើងខ្ញុំឃើញយើងដាក់មកគឺអត់ត្រូវណាពីខ្វះអត់ analog output អត់ណា analog output មានអត់តើ analog output មានហ្នឹងគេ digital input អូខេទៅបែរទេអ្វីខ្ញុំចង់និយាយហ្នឹងគឺដូច status របស់យើងណា status របស់យើងមិនមែនវាតែ digital input ទេណាសូមនិយាយបន្តិច status មាន digital output អត់មានយើងប្រើស្អី digital output យើងប្រើស្អី status digital output ខ្ញុំប្រើទៅពេលណាដឹងទេអត់ដឹងមកគ្រូជួយបកស្រាយខ្ញុំឧទាហរណ៍ថាឥឡូវឧទាហរណ៍ថាបើសិនបើមាន fire alarm កើតឡើងត្រូវអត់អូខេបានឬក៏ពេលខ្លះឬក៏មានអីគេឬក៏មាន flow condition នោះមកថា chiller system នេះកំពុងដើរស្រាប់តែមាន error ខ្ញុំធ្វើមិនទៅដឹងថាមាន error លុះថា chiller របស់ខ្ញុំនោះសិន status មួយទៅកាន់ workstation ឬក៏សិន status មួយទៅកាន់អីគេទៅកាន់ management level របស់យើងខាងលើទៅកាន់ interface GUI យើងតោះនេះបាទលោកអូខេហើយខ្ញុំអត់ដឹងថាយើងបានទៅន័យមកពីណានេះកន្លែង analog នេះយើងយកពី0ទៅ10 volt ហ្នឹងយើងបានមកពីណានេះខ្ញុំយកពីអ៊ីនធឺណិតលោកខ្ញុំមិនដែលឃើញទេណាចំពោះ standard industrial level ពួក industrial level analog input output សម្រាប់គឺយើងបែងចែកជាពីរយើងមានជាតង់សុងឬក៏ជាចរន្តហើយ standard របស់គេគឺប្រើ0.24 volt ហើយ4ទៅ20 milliampere ខ្ញុំមកសូវដែរឃើញអា standard 0ទៅ10 volt របស់យើងខ្ញុំមិនសូវដែរឃើញសោះមក
ហេអញ្ចឹង បាន ចាំទៅ check តម្លៃនឹងមើលឡើងវិញថាតើអាសូម បាទ 10គេប្រើហ្នឹងប្រើឆ្នាំជាមួយក្រុមហ៊ុនណាហើយគេប្រើនៅកន្លែងណាតោះនៅ បាន ថ្ងៃព្រោះអ្នកនរគ្នាខ្ញុំដឹងថាអ្នកនរគ្នាពេលខ្លះអត់ដែរធ្វើជាមួយរបស់ហ្នឹងអញ្ចឹងអ្នកនរពេលខ្លះអាចមានបញ្ហា ខ្ញុំថ្មីចេះមកលោកគ្រូអត់ដែរធ្វើ ហេតុអីបានជាយើងត្រូវពេលខ្លះអ្នកឃើញអាក្រមមានចរន្តនេះហេតុអីបានខ្ញុំត្រូវការបញ្ជូនព័ត៌មានជាចរន្តអត់បញ្ជូនព័ត៌មានជាតង់ខ្ញុំដឹងអត់ នេះលោកគ្រូខ្ញុំសុំឆ្លើយណាតាមការយល់របស់ខ្ញុំដោយសារតែតង់ចុងយើងអាចបញ្ជូនបានឆ្ងាយលោកគ្រូបើមិនជាជួឆ្ងាយវាមានធ្លាក់តង់ចុងដល់យើងបាត់ ទូទៅគឺ standard industry គឺអញ្ចឹងគឺមានថាបើអ្នកនរគ្នាត្រូវការរត់ខ្សែវែងអញ្ចឹងពេលអ្នកនរគ្នារក device សឹកចេះប្រើអីគេប្រើចរន្តអូចរន្តយើងសិនបានឆ្ងាយយើងតង់ចុងអូចរន្តអត់មាន voltage drop តង់ចុងណាចរន្តណាតោះគាត់នេះកន្លែងហ្នឹងបាទអូខេតោះអ្នកអត់ អូខេកសលសាក់ទៅជាមួយនឹងកសលទេអត់បាទលោកគ្រូបាទ អូខេកសលខ្ញុំឃើញកសលឯងពេល present មានឧទាហរណ៍ខ្ញុំច្រើនមែនទែនប៉ុន្តែហេតុអីបានអត់ដាក់ចូលក្នុង slide ហ្នឹងដោយសារច្រើនពេកលោកគ្រូ ហ្នឹងហើយពេលអ្នក present អត់ដាក់ចូលក្នុង slide មកខ្ញុំមានអារម្មណ៍ថាបាត់ព័ត៌មានណាតោះនេះអញ្ចឹងអារបស់សំខាន់ថ្ងៃក្រោយដាក់ចូលក្នុង slide មកណាដូចយើង present តាក់ទងជាមួយនឹងប្រភេទ sensor ដែលយើងរើសជា flow meter ដូចអីតោះនៅបាទលោកគ្រូបាទតើកសលសំណួរទី1របស់ខ្ញុំសួរតិចថានៅក្នុង DMS system របស់យើងហ្នឹងឧទាហរណ៍ណាតើ sensor ណាខ្លះដែលជាប្រភេទ digital sensor ហើយ sensor ណាខ្លះជាប្រភេទ analog sensor ហើយ ឥឡូវកសលលឺនិយាយលឺលោកគ្រូលឺចាំតិចលោកគ្រូanalog analog sensor វាជប់ខ្ញុំសួរទៅថាឥឡូវ temperature sensor ជា analog digital ជា digital លោកគ្រូអី digital ជប់លោកគ្រូជា analog លោកគ្រូតោះរាប់មក sensor ផ្សេងទៀត sensor ណាខ្លះជា analog sensor ណាខ្លះជា digital មករាប់ទាំងអស់ហ្នឹងណាគាត់លើកឧទាហរណ៍បាន 4 5 មក analog ដូចជា VSD អាហ្នឹង actuator ទេមិន sensor ទេច្រឡំវិញអត់ដឹងមកសោះអត់សូវដឹងហងលោកគ្រូចាអញ្ចឹងកន្លែងហ្នឹងគឺជាព័ត៌មានដែលអ្នកទាំងអស់គ្នាគួរតែត្រូវធ្វើ research បន្ថែមណាទៅសិក្សាមើលបន្ថែមណាអញ្ចឹងចំពោះ sensor ដែលយើងប្រើប្រាស់នៅក្នុង BMS system ដែលប្រភេទពួក temperature អញ្ចឹងគឺប្រភេទពួក analog សម្បូរមែនតើគឺ analog ប៉ុន្តែក៏មិនមែនថាប្រកាសថារាល់ថាឲ្យតែ temperature sensor ទាំងអស់ដឹងតែ analog ទេ temperature sensor ខ្លះក៏គេប្រើជា digital ដែរតោះនៅអញ្ចឹងប្រភេទពួក pressure ប្រភេទពួក temperature sensor ប្រភេទពួក flow meter ហ្នឹងជា general ជាទូទៅគឺប្រភេទពួក analog អូខេដូចតទៅជាមួយនឹង pressure switch តទៅវាជាប់មួយពួក switch stator espresso stator អស់ហ្នឹងគឺយើងហៅវាថាជា digital sensor អូខេតោះហ្នឹងហើយហ្នឹងតនលោកគ្រូតនតោះសំណួរចុងក្រោយយកកសលដើម្បីរើស controller បានខ្ញុំត្រូវគិតលើចំណុចសំខាន់ធំចំណុចសំខាន់គេខ្លះ
ទី1តាក់ទងទៅលើជើងលោកគ្រូ ចំនួនជើងតើទៀត ចំនួនជើងហើយមួយទៀតចំនួនជើងតាក់ទងទៅនឹងតង់អស់ហើយ ឈប់លោកគ្រូចាំផ្លែជើងហើយនឹងលោកគ្រូមានតែមួយនេះ អាមួយតែជើងហ្នឹងឯងខឥឡូវទិញ controller មកជើងគ្រប់ហើយហើយ controller ហ្នឹង support ជើងបាន 24V ខ្ញុំប្រើ sensor ដែលមានជើង 50V ប្រើកើតអត់អត់ទេលោកគ្រូអត់ទេ អូខេអញ្ចឹងចំពោះការរើស controller ទី1គឺចំនួនជើងបងណាថាតើ controller របស់យើងចង់ទិញដាក់ជាមួយនឹង sensor ប្រមាណអូខេទី1គឺ port ចំនួន port ទី2គឺប្រភេទរបស់ port ថាតើ controller របស់យើងនឹងគួរតែមានជើង analog ប៉ុន្មានជើង digital ប៉ុន្មានព្រោះយើងដឹងហើយ sensor យើងមិនមានទាំង analog មានទាំង digital ត្រូវអត់តោះនេះអញ្ចឹងយើងត្រូវទិញរើសធ្វើម៉េចអាចជើង sensor យើងយកមកប្រើនេះគឺត្រូវមានទាំង analog មានទាំង digital ឧទាហរណ៍ថាខ្ញុំប្រើ analog 5ខ្ញុំប្រើ digital 8អញ្ចឹងយើងត្រូវទិញ controller ណាដែលមានជើងសរុប13ហើយមានជើង analog 5ជើង digital 8ទៅតោះនេះហើយនឹងចូលទៅគឺ RAM ថាតើ controller របស់យើងនឹងអាច support RAM បានប៉ុន្មានអូខេអាច support តង់សុងអាតង់សុងដែលយើងដាក់ចូលសម្រាប់តិចមួយ sensor ហ្នឹងណាអូខេតើមាន RAM ប៉ុន្មានហើយវាជាប្រភេទពួកតង់សុងឬក៏ជាប្រភេទពួកគេហៅថាចរន្តប្រភេទនេះជា voltage ឬក៏ current តើនៅកន្លែងហ្នឹងតើលោកគ្រូតើអូខេតា scroll មកមុខមួយទៀតខ្ញុំឃើញយើងមាន slide មួយទៀតខ្ញុំចង់សួរ scroll មកទៀតមួយទៀតសុំថយក្រោយបន្តិចខ្ញុំឃើញមិញមានច្បាស់មកក្រោយតិចមកក្រោយចុច slide សុំចុចមកក្រោយមួយទៀតមកមុខមានមកមុខមកក្រោយខុសមកមុខទៅក្រោយវិញoperator មួយទៀតតើឥឡូវបាយខ្ញុំសួរផ្ទាល់វិញខ្ញុំឃើញ slide មួយហ្នឹងតើខ្ញុំឃើញយើងរើស controller របស់យើងមិញណា controller របស់យើងមានជើង universal ជើង universal មានន័យថាម៉េចដឹងទេជើង universal មានន័យថាវាដាក់ជើងអីក៏ត្រូវលោកគ្រូនេះជើងអីក៏ត្រូវមានថាម៉េចចង់ថា input ជូនចង់ថាដាក់ជើងរបស់ឧបករណ៍អីក៏ត្រូវដែរទាំង output ទាំង input ហ្នឹងលោកគ្រូមែនទេណាយើងមើលណាគេដាក់ថាអីគេនោះគេរបស់គេមាន universal input អត់អញ្ចឹងមានថាខ្ញុំប្រើបានតែ input ទេតែគេដឹងថា universal មានន័យថាម៉េចអត់សកលមានថាជើងមួយហ្នឹងគឺ support បានតង់សុងក៏បាន support ចរន្តក៏បានអរនេះបាទហើយជើង universal ហ្នឹងគេថា function របស់វាគឺប្រើបានច្រើនជាងហ្នឹងទៀតវាថាវាអាច support ចរន្តក៏បាន support តង់សុងក៏បានមានថាវា specialist design មកសម្រាប់ដោត temperature sensor ក៏បានតោះនេះមានថាបើខ្ញុំមាន temperature sensor ខ្ញុំគ្រាន់យកដោតចូលជើងទៅគឺស្គាល់ automatic មកខ្ញុំមិនបាច់ config អីច្រើនទេតោះនេះកន្លែងហ្នឹងតន់លោកគ្រូតន់ហ្នឹងហើយចឹងអាចទៅ check internet មើលបន្ថែមណាតទៅជាមួយនឹង universal input output ហ្នឹងអូខេលោកគ្រូគេតោះអ្នកបន្ទាប់ចុងក្រោយគេគឺវិឆ័យទៅអត់បាទលោកគ្រូបាទវិឆ័យសុំតម្លៃសលេងអត់លឺទេមិញនិយាយមិញបាទលោកគ្រូខ្ញុំបន្ទាប់ចុងក្រោយគេលោកគ្រូជួយអាចប្រើនេះណាអាចប្រើ microphone ផិនសេពៅណាកុំព្យូទ័ររបស់សេពៅព្រោះ microphone យើងអត់លឺមកតើមកសេពៅតោះវិឆ័យបាទលោកគ្រូបាទគេតោះ
Bảo vì sai trong số gì bữa AU cũng như sầm khăn thằng AU nhưng phải làm bài gì AU សម្រាប់ដែល supply ខ្យល់ឲ្យ office លោកគ្រូ ខ្ញុំដឹងវា supply ខ្យល់ហើយក្រៅពី supply ខ្យល់វាធ្វើអីទៀត ទូនាទីរបស់វាមាន filter ហើយនឹង coil សម្រាប់ច្រោះពីដែលទឹកត្រជាក់ទៅចេញពីខ្យល់លោកគ្រូដើម្បី supply ជា temperature ឬមួយក៏ temperature ទៅឲ្យ office លោកគ្រូ នេះខ្លាយទៅយើងអាចខ្ញុំមិនសូវត្រូវតោះតែយើងចាពេលនិយាយពី AU មុខវាសំខាន់ AU មានពីរទី1គឺ supply ខ្យល់ទៅឲ្យ building ទី2គឺអាខ្យល់ដែលយើងធ្វើនោះមានថា create កៅ air quality តោះនេះមានថាខ្យល់ហ្នឹងគឺត្រូវខ្យល់អត់មានដាស់អត់មានមេរោគអត់មានអីអញ្ចឹងមកយើងត្រូវការដាក់ filter ដើម្បីច្រោះតោះនេះបាទលោកគ្រូអញ្ចឹងផ្នែកផាន់ HVAC system របស់យើងហ្នឹងគឺក៏ឬក៏និយាយថា chiller cooling system របស់យើងហ្នឹងមុខងារសំខាន់របស់វាមិនមែនគ្រាន់តែ supply ខ្យល់ត្រជាក់ទេណាបងប្អូនគ្នាទី1ទៀតគឺគេហៅ provide air quality មានថា fresh air ខ្យល់ដែលមានបរិមាណ oxygen ត្រឹមត្រូវខ្យល់ដែលអត់មានដាស់ខ្យល់ដែលគេហៅថាខ្យល់បរិសុទ្ធទៅឲ្យក្នុងអគារតោះនេះឡើយនេះបាទលោកគ្រូដែលតេតូនអាខ្យល់បរិសុទ្ធដូចជាបោះ PU លោកគ្រូបោះគេបោះដូចជា PU លោកគ្រូ system ខ្យល់ឲ្យបរិសុទ្ធតែប៉ុន្តែ AU របស់យើងហ្នឹងក៏នៅក្នុងហ្នឹងដែរបើសិនជាយើងប្រើ system ទំនើប AU របស់យើងហ្នឹងនៅក្នុងហ្នឹងមានទាំង ozone ក្នុងទៀតតោះនេះមានទាំង UV បូក ozone ទៀតសម្រាប់បន្សុទ្ធខ្យល់បាទលោកគ្រូតោះមួយទៀតតើតោជាមួយនឹងfan លោកគ្រូយកឲ្យសុំសួរមួយមកនៅគ្រូតាក់ទងមួយ AU ហើយនឹង PU នឹងវិញគ្រូអញ្ចឹងគ្រូខ្ញុំឃើញនៅក្នុងអគារខ្ញុំណាវាមានអា AU ហ្នឹងអាហ្នឹងវាច្រោះខ្យល់ហើយនឹង PU វាអត់មាន filter ទេវាមានតែ motor មួយសម្រាប់រុញខ្យល់ឲ្យមានម្លាស់ទីហ្នឹង PU ហ្នឹងមកមានសំខាន់របស់វាតាមប្រភេទទេប្រភេទសំខាន់របស់វាគឺវាច្រើនគឺជួយសម្រួលair pressure មានថាខ្ញុំត្រូវការ supply air pressure ទៅឲ្យបានច្រើនកន្លែងណាពួកយើងឃើញនៅក្នុងមួយជាន់អីចឹងយើងមានដាក់យើងមានច្រើនក្រអត់អញ្ចឹងបើយើងពឹងលើ motor តែមួយហ្នឹងពេលខ្លះគឺអត់មានសមត្ថភាព supply ខ្យល់នឹងគ្រប់គ្រាន់ក្នុង building នេះណាអត់គ្រប់ទេបាទអូខេហើយបើ AU ហ្នឹងគឺមុខងារសំខាន់របស់យើងគឺធ្វើ filter ហ្នឹងហើយគឺ remove ខ្យល់ហ្នឹងហើយយើងឃើញគឺយើងយកខ្យល់យើងឃើញ input ក្នុង AU គឺអីគេគឺ outside air ហេតុអីមិនទៅការ outside air ដឹងអត់ព្រោះយើងធ្វើម៉េចឲ្យមានម្លាស់ទីខ្យល់នៅក្នុង building ហ្នឹងត្រូវទេគ្រូលើចង់មានម្លាស់ទីខ្ញុំប្រើខ្យល់ខ្ញុំបូមខ្យល់ក្នុងអាគារខ្ញុំដាក់កង្ហារឲ្យវាវិលទៅជុំបានតាមានម្លាស់ទីខ្យល់ក្នុងអាគារតាហេតុអីបើខ្ញុំទៅចាំបាច់ទៅកាត់ខ្យល់ពីខាងក្រៅអត់ដឹងដែរលោកគ្រូដឹងទេណាគឺមុខសំខាន់គឺខ្ញុំត្រូវការអុកស៊ីហ្សែនខ្យល់នៅក្នុងអាគារយើងក្នុងអាគារយើងដកដង្ហើមចេញចូលយើងចុះអស់អុកស៊ីហ្សែនក្នុងអាគារអត់បាទយើងដែលមានឃើញគេបញ្ចូលអុកស៊ីហ្សែននៅក្នុង AAU អត់មានទេណាអត់ផងបាទអញ្ចឹងគឺអុកស៊ីហ្សែនយើងពឹងលើខ្យល់ពីខាងក្រៅមកទៀតហ៎អញ្ចឹងហើយដោយសារខ្ញុំប្រើខ្យល់ពីខាងក្រៅខ្យល់ពីខាងក្រៅពីច្រើនគឺមានអីគេគឺមានបលីមានមេរោគអញ្ចឹងយើងត្រូវការ filter ដើម្បីរៀបពួតចេញបាទលោកគ្រូអរគុណលោកគ្រូត្រឡប់មកសំណួរវិញវិឆ័យនៅក្នុង motor ផង AU ដើម្បី check status មាន status ណាយើងត្រូវការ check មាន remote status motor trip alarm ហើយនឹង control start stop របស់ដែល motor លោកគ្រូមួយទៀត VSD control លោកគ្រូ VSD សម្រាប់បង្ហាញពី frequency កង់ voltage ហើយនឹងពេលលោកគ្រូហេតុអីបើខ្ញុំត្រូវការវាស់ frequency កង់ហើយនឹងពេល frequency កង់ហើយនឹង voltage ដឹងអត់ voltage ខ្ញុំចង់ដឹងពីដែល voltage របស់វាមានធ្លាក់ចុះឬអត់លោកគ្រូតើតង frequency កង់វិញគឺដើម្បីជំនួយដល់ motor លោកគ្រូជំនួយនិយាយ motor វិលលឿនវិលយឺតលោកគ្រូតាមយើង frequency កង់យើងដែលយើង set ទៅដែរលោកគ្រូអញ្ចឹងចំពោះ status របស់ motor គឺកន្លែង frequency កង់ហើយនឹងតង់សុងហ្នឹងគឺយើងចង់ដឹងពីសមត្ថភាពដែល VSD ហ្នឹងអាចបញ្ជាទៅ motor របស់យើងវិលលឿនទៅកម្រិតណាណាតោះនៅ
បាទលោកគ្រូ ហើយចាំយើង check មើលឃើញទៅមួយថាហេខ្ញុំចង់ឲ្យ motor ខ្ញុំតម្លើង frame កង់ស្រាប់តែខ្ញុំ check មើលអា frame កង់ VSD នៅថេអញ្ចឹងមានន័យថាម៉េច VSD យើងមានបញ្ហាតោះនេះ បាទលោកគ្រូ គេតោះទៅកន្លែង slide ទៅជាមួយនឹង flow chart អូខេតើនៅក្នុង flow chart របស់យើងជាទូទៅនៅក្នុង system set point យកប៉ុន្មានខ្លះ set point ប៉ុនស្តនភាពហើយនឹង set point របស់នេះ air handling unit នេះ VSD speed យកប៉ុន្មាន សម្រាប់ set point របស់ដែល AU set point មក18ដល់22លោកគ្រូ 18និង22ចុះខ្យល់ល្បឿនខ្យល់ ល្បឿនខ្យល់ 70% លោកគ្រូ speed របស់ motor ហើយចុះ pressure យកប៉ុន្មាន temperature របស់ dart pressure dark យកដូចជា200លោកគ្រូ ខ្ញុំក៏ច្បាស់ខ្ញុំសូវដឹងណាព្រោះនេះគឺខាង mechanic ពីច្រើនប៉ុន្តែបើសិនយើងអាចមានទិន្នន័យអស់ហ្នឹងចូលផងណានេះ បាទលោកគ្រូ ប៉ុណ្ណឹងតែខ្ញុំនិយាយថា slide របស់គេធ្វើ presentation ហ្នឹងគឺខ្វះព័ត៌មានគឺខ្វះព័ត៌មានអស់ហ្នឹងខ្ញុំអត់ឃើញដាក់ចូលសោះក្នុង slide របស់យើងអត់លោកគ្រូ អូខេតោះអញ្ចឹងដោយសារតែតាំងលីមគឺគាត់អត់នេះណាគាត់អត់មានតាក់ទងមកណា ដែលលោកគ្រូខ្ញុំឃើញគាត់ដាក់ចូលក្រុម motor អូម៉ូតូរបស់គាត់អូសលោកគ្រូហើយឥឡូវហ្នឹងអត់ទាន់ដល់ផ្ទះបងដោយសារលិចទឹក អញ្ចឹងគឺអូខេតោះអញ្ចឹងគឺដោយសារតែគាត់អត់មកទេអញ្ចឹងគឺខ្ញុំបញ្ចប់ការ presentation តែត្រឹមហ្នឹងទេខ្ញុំអត់សួរច្រើនទេព្រោះផ្នែករបស់យើងក៏អត់ដែរអូខេអញ្ចឹងព័ត៌មានមួយចំនួនអ្នកគេត្រូវការរកបន្ថែមណាជាពិសេសបើអ្នកគេត្រូវការធ្វើជាមួយ AVAC system ហ្នឹងខ្ញុំ recommend អ្នកទាំងអស់គ្នាទី1ទៅ search រកមើលប្រភេទ sensor ដែលគេប្រើព្រោះនៅក្នុង AVAC system ហ្នឹងគឺ sensor គេប្រើច្រើនមែនតើច្រើនប្រភេទហើយចំនួនវាច្រើនទៀតដឹងទេ បាទលោកគ្រូ តោះទៅគឺ set point សំខាន់មែនតើអ្នកគេត្រូវដឹង set point ផងឧបករណ៍មួយហេតើ set point ហ្នឹងស្តង់ទៀតខ្ញុំយកមក set point មកដាក់ខ្ញុំយកមកអូខេ បាទលោកគ្រូបាទ តែតោះអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងថ្ងៃស្អែកគឺគ្រប់ចុងក្រោយត្រូវជួបខ្ញុំ present គ្រប់ចុងក្រោយហើយដល់ហើយកុំភ្លេចខ្ញុំនឹងដាក់ឲ្យអ្នកគ្នា submit នេះខ្ញុំslide អូខេអញ្ចឹងកុំភ្លេច submit slide ផង បាទលោកគ្រូបាទ អូខេតោះមានសំណួរអីអត់ អូខេតោះចាំអត់មានទេយើងបញ្ចប់ការ presentation ហ្នឹងហើយជួបខ្ញុំនៅសប្តាហ៍នៅថ្ងៃស្អែកថ្ងៃចុងក្រោយអូខេ បាទ អរគុណច្រើនលោកគ្រូ ជំរាបលា ជំរាបលាលោកគ្រូ អូខេតោះ